គ្នាយើងប្រយ័ត្នអ្នកប្រុសរត់គេចទៀតហើយពួកយើងត្រូវទៅនាំអ្នកប្រុសទៅមើលគូសកលឲ្យបានឆាប់ឡើងហើយលឿនឡើងហើយអ្នកប្រុសជប់រត់គេចឲ្យទៅមើលគូសកលវិញទៅលោកស្រីប្រាប់ឲ្យត្រូវនាំអ្នកប្រុសទៅវិញហើយអ្នកប្រុសអ្នកប្រុសអីយ៉ាអេមផកគេពិតជាប្រសពខ្លាំងណាស់ណោះស្ទាយសម្រាប់ត្រីរបស់សៀវហ្វឹងមានតែមួយគ្មានពីរឡើយអេខ្ញុំយកត្រីនេះយកអាហ្នឹងណាអេខ្ញុំមកមុនណាអេយកអានេះទៅយកនេះទៅណាបានទាំងអស់គ្នាតែតម្រង់ចុះទៅទៅផ្ទះហូបត្រីវិញមកល្អស្អែកជប់គ្នាទៀតណានឹងហើយអើយអ្នកណានឹងទិញត្រីកណ្ណនេះលោកទទួលមួយមិនយន់ណែគេប្រមម្នាក់រត់កាន់មកទីនេះដែរទេមនុស្សប្រុសស្អីមនុស្សប្រុសពេញមួយទាំងផ្សារសំអុយនាងខ្ញុំគឺជាកូនស្រីនៅទីនេះក្រៅពីចេះសម្រាប់ត្រីហើយក៏ចេះសម្រាប់មនុស្សដែរត្រីសំអុយជាផ្លូវចេញទៅនិយាយមិនយល់គ្នាចាំចោលរកស្អីតិចផ្លត់ដែរសម្រាប់ម្នាក់ពីរនាក់ក៏មិនធ្វើដែរព្រោះជាការការពារខ្លួនបានហើយអ្នកប្រុសខ្ពស់ណាស់មិនអាចមកកន្លែងថោកទាបបែបនេះទេស្អុយណាតោះអើយស្អុយមែនអេលោកទៅរកបន្តទៀតត្រីរបស់ខ្ញុំអើយប្រយ័ត្នស្រីម្នាក់នេះរីផ្លេចខ្លាំងមែនមិននេះជារឿងចៃដន្យខ្ញុំគឺជាអ្នករកស៊ីត្រឹមត្រូវណែមិនបាច់ទេឡើងអាយអាសាឋានមកចាប់ខ្ញុំយកត្រីទៅឲ្យឡើងកុំអីខ្ញុំយកលុយពីលោកត្រូវតាមបកលអីវ៉ាន់សេវាកម្មដឹកជញ្ជូនតង់ហ្វាន់ខ្ញុំបេសកកម្មជាចម្បងក្រុមហ៊ុនសម្ព័ន្ធសៀវយាសួស្ដីនេះគឺជាការខ្មាស់របស់សៀវយាគាត់បានជ្រុងនេះគឺជាត្រីដែលគាត់បានទិញឲ្យដែរនេះនាងពិតជាយកត្រីមកមែនទេនាងយកការខ្មាស់ចាយមិនអស់របស់យើងមកទៀតនាងមិនលោភលន់ទេជាមនុស្សសច្ចៈអគុណទៅសើពីនាងបានល្មិននាំនាងមកជួបខ្ញុំមកបានគឺជាលោករកខ្ញុំមិនកាយទេដាក់តម្លៃមកហើយរៀបការនឹងខ្ញុំសៀវហ្វឹងកូនកំព្រាគ្មានឪពុកម្ដាយ3ឆ្នាំមុនបានគ្រួសារទាំងមូលទទួលយកចិញ្ចឹមមានប្អូនប្រុសម្នាក់នាងជាដៃគូរៀបការដែលស័ក្តិសមបំផុតនឹងខ្ញុំដាក់តម្លៃមកបានអញ្ចឹងខ្ញុំចង់បាន5ខ្ទង់ម៉ាក់រកបានមួយខែតែ 5,000 យន់បែបនេះក៏អាចកាត់បន្ថយបន្ទុកដែរសម្រាប់មួយខែ 50,000 យន់ចុះគ្រាន់តែធ្វើជាដៃគូរៀបការសោះក៏អាចរកលុយបានច្រើនម្លឹងផងកូនសំអុយនេះកូនចង់ទៅបងមិនព្រមឈប់ទេមែនទេឈិញជាកូនសេដ្ឋីត្រកូលសៀចំណែកកូនជាកូនតូចតែម្នាក់ក្នុងគ្រួសារសៀយ៉ាងទៀនយ៉ាងណាកូនត្រូវតែរៀបការមករៀបចំរួចហើយបងប្រុសសៀយាបងឯងនេះខ្ញុំជាអ្នកធ្វើដែលផ្ទាត់ដៃបងសាក់ភ្លុកបន្តិចទៅណាចឹងឲ្យឆ្ងាយពីប្តីយើងភ្លាមខ្ញុំចេះតែវិធីចង់ចេះមនុស្សមិនចេះវិធីរកកំផែអញ្ចឹងឡើយនេះសម័យកាលអីទៅហើយនៅចង់ចាប់ចូលទៀននាងចេះអ្នកណាមុននឹងគេថាយ៉ាងម៉េចស្រីថោកទៀមនាងត្រូវជាស្អីទៅចាំងអីឯងគឺជាមិត្តល្អបំផុតរបស់ខ្ញុំមិនបានចាញ់ធ្វើបាបខ្ញុំអញ្ចឹងលងងមែនសេះចិញ្ឈិញពីមុននាងតែចាំជួយខ្ញុំរហូតតែថ្ងៃនេះខ្ញុំជួយឯងម្ដងជាលើកចុងក្រោយចុះទៅងាប់ទៅ
ពីថ្ងៃនេះទៅយើងគឺជាសៀចិញ្ឈិងគ្រប់យ៉ាងជារបស់គ្រួសារសៀនិងខ្លាចជារបស់យើងទាំងអស់នាងមិនងាប់ទេខ្ញុំស្អប់បំផុតមនុស្សក្រអត់ក្រទមមិនដឹងទេតំបន់អ្នកមានហើយវាយ៉ាងម៉េចចង់ធ្វើស្អីតាមចិត្តមែនទេនាងមិនស្គាល់យើងទេមែនទេឬក៏នាងបាត់ការចងចាំខ្ញុំស្គាល់នាងមែនទេមកជាមិនស្គាល់ហើយអ្នកនាងត្រកូលសៀដូចជាខ្ញុំនេះណាកញ្ជាដូចជានាងที่បាននឹងស្បែកជើងខ្ញុំផងបងសម្លាញ់ប្រាប់ពួកគេទៅថាអូនជាអ្នកណាម៉ាក់នាងជាប្រពន្ធរបស់កូនអេនាងស្រីកញ្ជ្រៅសំពងមកពីដើមពោណាមកតែបងតាំងពីពេលណាមកកូនសំអុយអាយហ៊ានធ្វើអញ្ចឹងផងអីដូចមិនខ្លាំងមែនណោះសាហាវខ្លាំងណាស់មើលទៅសមត្ថភាពនាងអាចជាសម្រាប់ដោះស្រាយទុកកង្វល់ព្រមទាំងគ្នាហើយម៉ាត់ណាគឺម៉ាត់នឹងម៉ាក់តើចេះសមត្ថភាពគេអបអសាទរកណនីលោកអ្នកទទួលបាន 50000 យួនអរគុណហើយលោកថាកែហៅខ្ញុំថាម៉េចលោកប្តីហៅខ្ញុំថាម៉េចលោកប្តីអ្នកប្រុសជារបស់អ្នកប្រុសសំខាន់ខ្លាំងណាស់មិនក៏មកសម្រេចចិត្តបញ្ញាអញ្ចឹងភៀកឡើងខ្ញុំគឺជាពេនកុំខ្លាំងខ្ញុំនឹងនៅក្បែរកំដៅលោករហូនគ្រូពេនមិនអាចបបងចោលជីវិតមនុស្សឡើយនាងថានាងអាចនៅកំដៅក្បែរខ្ញុំរហូតតែនាងក៏បាត់ពាក្យសម្ដីពេលដែលខ្ញុំភ្ញាក់ឡើងនាងក៏ទៅបានបន្ថែមមនុស្សតាមរកអ្នកគ្រូពេននៅឃើញរកអ្នកឃើញមុនពេលដែលខ្ញុំការប្រពន្ធមែនទេត្រូវតែរកអ្នកឃើញណាបាទហើយគ្រាន់តែបកគ្នានោះខំតែគិតថាគេប្លន់ជិកលេងតែ50000 យួនតែ100,000ក៏មិនខ្វះដែរបើអញ្ចឹងទេខ្ញុំនឹងប្តឹងឯងពីបាត់រំលោភហើយពួកយើងសុទ្ធតែស្ម័គ្រចិត្តស្រឡាញ់គ្នាតើហកងប្រាក់សន្សំខ្ញុំទាំងអស់នាងយកទៅទិញផ្ទះឲ្យដាក់ឈ្មោះតែម្នាក់ឯងទៀតនឹងគឺលោកព្រមសុខចិត្តដោយខ្លួនឯងតែខ្លួនឯងសោះយកទេស្គាល់គ្នាយកបន្តិចទៅគ្រួសារពួកខ្ញុំឥឡូវនេះជំពាក់គេច្រើនណាស់ខ្ញុំក៏មានជំងឺជាប់ខ្លួនទៀនលំមិនបានហើយចាប់សំតែប៉ែទៅបើមិនចង់ដេកកុកក៏ឲ្យលុយមកខ្ញុំមកអើយចង្រៃយោខ្ញុំហើយនឹងឯងសង្សារសេរីឯងរកបានហើយខ្ញុំសម្ដែងទៅបើគ្មានលុយទេអញ្ចឹងខ្ញុំប្តឹងប៉ូលីសហើយបើហ៊ានតែប៉ះពាល់ខ្ញុំនឹងប្តឹងពួកឯងមួយតែបាច់ជេង50000 យួនយកឲ្យបោកបាល់ចេញទៅសៀវហ្វឹងបងស្រីនេះលុយ50,000យកលុយឲ្យឆាប់ចេញទៅសៀវហ្វឹងបងស្រីយល់ព្រមឥឡូវនេះខ្ញុំនឹងសេវសិងតុងមិនពាក់ព័ន្ធអ្វីជាមួយគ្នាទៀតទេថ្ងៃក្រោយខ្ញុំក៏លែងជាប់ជំពាក់អ្វីទៀតដែរចេញទៅមកស្រីខ្ញុំសុំទោសសៀវហ្វឹងគ្រូសាយើងធ្វើឲ្យលំបាកឯងហើយម៉ែកុំនិយាយបែបហ្នឹង3ឆ្នាំមុនកុំតែបានម៉ាក់យកខ្ញុំទៅជើងភ្នំបែកបាច់មើលថាខ្ញុំយ៉ាងល្អដូចជាកូនស្រីម៉ាក់ល្អដាក់ខ្ញុំបែបនេះមានរឿងអីខ្ញុំត្រូវតែជួយសៀវហ្វឹងកូនគំរាមការនឹងអាម្នាក់តកូនសៀវនោះអីគំរាមការនឹងមនុស្សអញ្ចឹងគេចាយលុយទិញកូនទេគេទុកកូនដូចជាកូនសេះយ៉ាងអញ្ចឹងណាទោះបីជាបែបណាលុយគាត់ក៏បានផ្ដល់ឲ្យរួចរាល់ដែរលុយ50,000យកមិនងាយរកបានឡើយទោះជាធ្វើជាទេសកលប្រាក់ខែនោះក៏មិនសមនឹងតម្លៃផងសេះតាំងឯងចាំមិនច្បាស់ស្នេហានឹងមនុស្សអាចក្បត់អញបានតែលុយមិនអាចក្បត់ខ្ញុំបានឡើយសួស្ដីខ្ញុំមកយកអ្នកស្រីទៅផ្ទះខ្ញុំតែសិនហើយណាសៀវហ្វឹងបងស្រីសៀវហ្វឹងអញគឺជាមនុស្សស្រីរឹងមាំតាំងពីក្មេងអញត្រូវតែរក្សាភាពរឹងមាំរបស់ឯងណាកុំតោះតែជាមួយនឹងសាច់ថ្លៃប៉ាម៉ាក់មកនៅក្បែរទ្រាំបៀមទុកណាកូនបើតោះតែគ្នាកុំខ្លាចខ្ញុំនឹងស៊ូដើម្បីបងស្រីសេវាកម្មដឹកជញ្ជូនតង់ហ្វឹងបេសកកម្មត្រូវតែសម្រេចប៉ាម៉ាក់បងប្រុសសូមអ្នកទាំងអស់គ្នា
កុំបារម្ភអីខ្ញុំនឹងថែរក្សាខ្លួនឲ្យបានល្អសែសេហ្វឹងឯងឆាប់និយាយតាមត្រង់ទៅថាពួកឯងរៀបការខ្លាំងខ្លាយខ្ញុំនឹងសាយាពិតជាស្រឡាញ់គ្នាមែនកុំគិតថាពួកយើងងាយនឹងបោកប្រាស់សោះមនុស្សប្រភេទនេះយើងជួបច្រើនទៅហើយអញ្ចឹងអ្នកមានពិតជាគិតខុសខ្ញុំមិនមែនជាមនុស្សចឹងឡើយបើនាងនឹងសាយាពិតជាស្រឡាញ់គ្នាមែននាងនិយាយពីអត្តសញ្ញាណរបស់គេមកជាមនុស្សយ៉ាងម៉េចទើបខ្ញុំជឿថានាងពិតជាតាក់ទងគេមែនឆាប់និយាយមកថានាងតាក់ទងគេដោយរបៀបណានិយាយដោយស្មោះត្រង់នៅយប់នោះខ្ញុំបានចេញទៅទិញស្ទ្រូប៊េរីពេលនៅយប់ជ្រៅមានខ្យល់បក់ខ្លាំងជើងខ្ញុំស្រាប់តែស្ពឹងហើយជ្រុះស្ទ្រូប៊េរីពេញដីសាយាក៏មកជួយរែងហើយពេលនោះពួកយើងទាំងពីរក៏បានប៉ះដៃគ្នាដោយចៃដន្យមិនអាចទេសាយាតាំងពីតូចដល់ធំជាមនុស្សខ្លាចភាពក៏ខ្វក់ណាគាត់មិននឹងអាចទៅជួយរើផ្លែឈើដែលជ្រុះលើដីទេមិនហើយលោកប្រុសមិននឹងអាចធ្វើអញ្ចឹងទេគាត់ប្រហែលជាស្រឡាញ់ខ្ញុំតាំងពីជួបលើកដំបូងចាំបានថាមកគាត់ពេលនោះក្រហមដូចផ្លែស្ទ្រូប៊េរីនេះអញ្ចឹងភ្នែករបស់គាត់ដូចផ្លែទំពាំងម្ជូរនេះគ្រាប់ភ្នែកពណ៌ខ្មៅមានពន្លឺខ្ញុំប្រាប់អ្នកមីងចោះខ្ញុំមិនដូចមនុស្សស្រីដទៃទេខ្ញុំធ្វើការក្នុងផ្សារ10ឆ្នាំសម្រាប់តែត្រីសម្លឹងឃើញតែបន្លែពេលនោះខ្ញុំបានបដិសេធគាត់ទៀតផងចង់ឃើញដល់ហើយថាអ្នកនឹងតាក់តែឬយ៉ាងម៉េចទៀតមិនថាខ្ញុំបដិសេធគាត់បែបណាគាត់នៅតែខំប្រឹងអស់ពីសមត្ថភាពតាមយកបេះដូងខ្ញុំពេលខ្ញុំឈឺគាត់យកខ្ញុំទៅមន្ទីរពេទ្យលួងខ្ញុំឲ្យលេបថ្នាំបោះស្ករគ្រាប់ឲ្យខ្ញុំញ៉ាំទៀនអ្នកមីងនិយាយទៅមើលថាអ្នកណាមិនលងស្រឡាញ់គេទេក្នុងភ្នែករបស់ខ្ញុំពេលនេះឃើញគេគឺជាទេវបុត្រម្នាក់ទៅហើយសាយាគេពិតជាល្អណាស់ហើយយ៉ាពិតជាល្អហើយដែលនាងយកព្រមជាមួយគេមិនហើយពួកគេដូចជាមាននិស្ស័យរៀបការជាមួយគ្នាអញ្ចឹងសាយាពិតជាឆ្លុះបង្វេញនឹងនាងណាខ្ញុំសឹងតែស្រក់ទឹកភ្នែករំភើបតាមទៅហើយចង្វាយខ្ញុំតែងតែជាក់នឹងគ្មានក្តីមេត្តាតែបីជាជាប់ស្នេហ៍នឹងក្មេងស្រីនេះត្រូវគេទាត់បំបាក់ថ្មោងទៀតមិនស្មានថាចង្វាយក៏ចេះតាមត្រគេដែរហើយមើលរូបរាងគាត់ចុះពួកយើងនិយាយគ្នាទៀតថាไปរៀបការរួចយកកូនពីរនាក់កូនស្រីកាត់មករកខ្ញុំកូនប្រុសកាត់ទៅរកគេនេះនិយាយថាមិញនេះមានផ្ទៃពួនចឹងឯងមិនហើយមិនឆ្ងល់ទេឯងថាមហូបលើតុច្រើនយ៉ាងនេះនាងញ៉ាំវាតែម្នាក់ឯងមិនហើយបើខ្ញុំនិយាយថាមានផ្ទៃពោះពួកគេនឹងឲ្យមហូបឆ្ងាញ់មកខ្ញុំរកហើយសូយហើយលោតែនាងគោជានេះទៀតឯងមានផ្ទៃពោះហើយមែនទេសូយហើយលោតែនាងគោជានេះទៀតមែនខ្ញុំពិតជាមានផ្ទៃពោះប្រហែលជាកូនភ្លួនរឿងនេះពាក់ព័ន្ធនឹងគ្រូសាស្ត្រទៅធ្វើតែជាមួយខ្ញុំបើវាជាការពិតអញ្ចឹងរឿងទាំងអស់មុននេះបញ្ជាក់ថានាងនិយាយសត្វតែជាការពិតទាំងអស់អ្នកណាឲ្យនាងនិយាយតែប្រាអញ្ចឹងចាំមើលនាងដល់សាច់យ៉ាងម៉េចអ្នកមីងសាវយកថាអ្នកមីងជាមនុស្សស្រឡាញ់ការពារកិត្តិយសគ្រួសារខ្ញុំខ្លាចគេនិយាយថាកូនប្រសារគ្រួសារសាវមានផ្ទៃពោះមិនបរិយាកាបែបនេះខ្ញុំត្រូវបង្ខំចិត្តរំលោភកូនភ្លោះទាំងពីររបស់ខ្ញុំហើយថាម៉េចមានពេលខ្លះខ្ញុំលើសម្លេងក្មេងតូចហើយខ្ញុំថាម៉ាមានពេលខ្លះក៏ហៅថាលោកយាយអ្នកមីងមានលើសម្លេងពួកគេហៅអ្នកមីងថាលោកយាយឬអន់អ្នកមីងមានលើឬអន់ពួកគេហៅអ្នកមីងថាលោកយាយហើយយ៉ាបងស្រីទី2បងពិតជាចាស់កម្រិលពេកហើយនោះប្រកាសជាសម្លេងជីវិតក្មេងតូចនោះហើយអីយ៉ាបងស្រីកុំតាំងរឹងពេកអនុញ្ញាតឲ្យនាងសម្រាប់កូនទៅយ៉ាងណាក៏ជាចៅប្រុសបងដែរនេះខ្ញុំមិនមែនបែបនឹងទេបែបនេះហើយតែបានជាខ្ញុំញ៉ាំច្រើនព្រោះសុខភាពខ្ញុំដូចជាមិនសូវរឹងមាំត្រូវហើយកាលពីខ្ញុំវិញខ្ញុំញ៉ាំពងមាន់ស្ងោរអស់300គ្រាប់និងមានញ៉ាំសរសៃកែងអស់100ចង្កាក់ទៀនចង្វាយនេះចង្វាយដល់ថ្នាក់នឹងផងមិនក៏ចង្វាយឲ្យកូនកំមុំគេរំលោភកូនអញ្ចឹងឯងបិទមាត់ទៅសេជាមិនកាយនៅទីនោះឆាប់មកបកស្រាយប្រាប់មកភ្លាមមុននេះគាត់បានស្ដាប់ឮខ្ញុំនិយាយទាំងអស់ចាប់ហើយគ្រប់យ៉ាងត្រូវចំការពិនហើយយ៉ាចៅតូចទាំងពីររបស់ខ្ញុំហេតុអីក៏ត្រូវបាត់បង់ទាំងបាត់នេះហាបងស្រីទី2បងស្រីទី2បង្កាត់អីនឹងបងស្រីទី2បងស្រីទី2បង្កាត់អីនឹងបងកុំបំភ័យខ្ញុំលោកស្រីម៉ាក់បងស្រីបងកុំបំភ័យខ្ញុំណាបងស្រីម៉ាក់អីចឹងអ្នកនរគ្នាឆាប់ចាញ់ទៅនាំគ្នារំចិត្តបែបនេះដល់នឹងហាមមិននឹងកាញ់ដំណើរខ្យល់ខ្សាយ
ដងហាមដកធម្មតាជីបចាក់ខ្សែចង់បាក់បែកដងលោតយេនមានឧបករណ៍សង្គ្រោះបន្ទាន់ឬអត់មានលោកប្តីជាមនុស្សអស្ចារ្យមែននាងដូចជាចេះជំនាញពេទ្យដែរការសង្គ្រោះរបស់នាងរហ័សស្តៀងនឹងស្រីម្នាក់នោះណាសៅហ្វឹងម៉ាក់សៅហ្វឹងនេះជាកំហុសរបស់ម៉ាក់មើលថែឯងមិនបានល្អឥឡូវនេះឯងយកព្រមបង្កើតចៅតូចៗឲ្យម៉ាក់ម្ដងទៀតបានទេប៉ាត់ជាបានអ្នកម៉ាក់សំដែងបានសមណាស់មែនលុយដល់ដៃសំដែងដល់ទីបញ្ចំគ្មានភាពធ្វេសប្រហែសខិតខំធ្វើការដើម្បីចៅហ្វាយនាងហៅខ្ញុំថាម៉េចលោកប្តីចិញ្ចាំមានតាជាលើក្រៅកុំហៅឈ្មោះខ្ញុំខុសទេចិត្តចាស់មិនធ្វើឲ្យលោកខកចិត្តឡើយប៉ុន្តែយើងទាំងពីរនាក់នឹងត្រូវគេងនៅលើក្រែនេះតែមួយមែនទេខ្ញុំជាស្រីព្រហ្មចារីថែខ្លួនដូចជាកែមរកន្នត្រូវការអីកុំស្ទាក់ស្ទើរទៀតត្រូវថែមលុយបានកុំធ្វើដាក់ខ្ញុំបែបហ្នឹងអីអត់ទេឯងជាមើលល្អរបស់ខ្ញុំហេតុអីឯងធ្វើបែបនេះដាក់ខ្ញុំអត់ទេថ្ងៃនេះគ្មានអ្នកណាមកជួយឯងបានទេឆាប់ចុះទៅងាប់ទៅរត់ទៅណែស្រីនេះមានកម្លាំងសាហាវម្ល៉េះគឺនាងជាអ្នកមកខ្ញុំទេណាមិនបានជាលោកមរុញខ្ញុំចេះអញ្ចឹងរុញហើយតែរុញមិនចេញមិនអញ្ចឹងលោកកាត់លើខ្ញុំ500ទៅដេកបាយបន្ទប់ទៅពួកក្មេងៗត្រូវចេះខាត់ខ្លួនខ្លះផងខ្ញុំឡើងទៅខោសិនហើយតែចង់អីញ៉ាំនំប៉័ងទៅទោះជាគ្រួសារកូនប្រសានេះមិនសូវល្អតែនាងមានកូនភ្លោះអញ្ចឹងយើងមានតែខាំមកទទួលយើងអ្នកនាងហោះសៀវហានមីយ៉ាពួកយើងយកធៀបការមកឲ្យស៊ីយីអាមនុស្សល្ងងនេះវាមិនយកយើងនឹងការជាមួយបងចដូនមួយវាសៀវហានទៅធ្វើជាបងថ្លៃវាបងថ្លៃគ្មានមួយយឺតចានេះបែរជាមិនលើកតែជូនយើងផងហ៎បងហាន់ឲ្យនាងលើកតែឲ្យនាងមិនលើកទេអីផ្ទះនេះជារបស់អ្នកនាងបែរជាអាចការពីក្បាលចេញមកទៅវិញព្រោះពិបាកស្ដាប់មែនមីថោងនាងចេះអ្នកនាងយើងជាបងចដូនមួយសៀយីបើគិតតាមឋានៈណាយើងគឺជាបងធ្ងន់របស់វាហើយឯងសម្បានអីមកហៅយើងបែបនេះឯងមកអត់ថាយូរច្រើនចាញ់ឆាប់ចូលមកឈប់តែដឹងគ្រួសារហក់យើងជួយសេវហាន់ឲ្យឡើងជាអ្នកស្នងតំណែងក្រុមហ៊ុនសេស៊ីសេយីអាមនុស្សខ្វាក់ភ្នែកនឹងវាសំតែផ្សាយលក់ត្រីជាមួយនឹងឯងទេនាងដាំចេកទៅឲ្យតែយើងនៅរួមមួយថ្ងៃយើងមិនដល់អ្នកណាដណ្ដើមក្រុមហ៊ុនសេស៊ីឡើយមីញ៉ាអាយីនោះណាងាប់បាត់ហើយមីងជាស្រីមួយម៉ាយទេអាចធ្វើស្អីបានទេឯងធ្វើបាបយើងបានធ្វើបាបគាត់មិនបានទេគាត់គឺជាមកបង្កើតថៅកែយើងយ៉ាងម៉េចនាងហ៊ានវេយើងនេះច្រមុះដៃជើងតូចៗសុំមកស្មាជើងជាមួយផងណានាងដៃជើងតូចៗអញ្ចឹងណាយើងឲ្យនាងវេយើងចុះឆាប់ក្រាក់ឡើងឯងក៏មកធ្វើជាងំខ្ញុំមិនមកប្រើកម្លាំងទេដឹងខ្លួនឡើងលោកមកទេគេដឹងខ្លួនហើយបងប្រឹងបងថ្លាញ់ចាំយើងជូនពួកអញចេញទៅវិញឡើងយើងនេះជំនួសស្រីតែកម្លាំងអញ្ចឹងមកច្បាស់ជាខាងហើយមកតាមពុតសេហ្វឹងនេះសេហ្វឹងឯងធ្វើបានល្អណាស់ឯងឃ្លៀនឬអន់ចាំមកឲ្យគេធ្វើម៉ាការ៉ូនីកូនញ៉ាំណាម៉ាខ្ញុំក៏ចូលចិត្តញ៉ាំម៉ាការ៉ូនីគ្នាស៊ីឯងដឹងតែស៊ីទេសេហ្វឹងតែការចូលមកក៏បញ្ចេញកំហឹងឲ្យម៉ាក់
anh Vinh nú không miền bàn cả tí để xịt sờ tới ហើយមកចំណេះនិយាយមិនចឹងហើយថាកុំឲ្យឆ្លោះគ្នាកុំឲ្យខូចទំនាក់ទំនងបងប្អូននោះឯង យើងនិយាយឯងក៏ជាអញ្ចឹងហីយើងពិតជាចិញ្ចឹមឯងមកខាត់មែនតោះយើងស្រាប់តែមានអារម្មណ៍ថាស៊ីយាយគេគួរអានិននេះមានរឿងអីនឹង កូនខ្លារខឹងហើយខ្លាហាមលោកដាក់ចូលរឿងគ្រួសារទីបើមិនចឹងទេខ្ញុំ អូនដឹងលោកប្តីតែនអូនលុយយកមកនេះគឺជាម៉ាក្រូនដែលបងចូលចិន នៅថ្ងៃស្អែកមានកម្មវិធីភ្ជាប់ពាក្យកូនស្រីគ្រួសារមកចង់ទៅដែរទេ កម្មវិធីគឺជាកន្លែងគេពាក់ខោស្អាតហើយមាននំឆ្ងាញ់ច្រើនខ្ញុំទៅ អ្នកលោកត្រីមកពាក់សម្លៀកបំពាក់អញ្ចឹងដូចជាកូនស្រីអ្នកមានគ្រួសារមួយណាអញ្ចឹងខែធ្នូតងព្រម ក៏សំឡេង អូយ៉ាមកនេះស្អាតខ្លាំងណាស់ មិនហើយស្អាតណាស់អីអ្នកនាងហោះមកដល់ហើយអ្នកនាងហោះអីចាអ្នកនាងហោះពិតជាស្អាតមែនថ្ងៃនេះអ្នកនាងហោះតែងខ្លួនបានស្អាតណាស់ខ្ញុំទៅសិនហើយណាបន្តិចទៀតជួបគ្នាបានបន្តិចទៀតជួបគ្នាអ្នកនាងហោះ ថ្ងៃនេះមើលទៅអូនពិតជាស្អាតខ្លាំងណាស់ តាមធម្មតាអូនស្អាតឬអន់យើងពូកែញ៉ាំយ៉ាងនេះមិនមែនត្រូវគេសាច់ចំអកទេដឹងចាប់រកកន្លែងពួនសិនខ្មែររពីឯងមកយើងមកនេះយ៉ាងម៉េចយ៉ាងថាតាមឯងជាអ្នកឯងយើងជាឲ្យឯងបើឯងមិនសុំទោសយើងនឹងប្រដៅឯងជំនុំឲ្យឯងភ្លាមឆាប់សុំទោសទៅអ្នកនាងត្រកោអីធ្វើការអីត្រកោសៀជាអ្នកលក់ត្រីត្រឹមជាអ្នកលក់ត្រីក៏ហ៊ានមកទីនេះពាក់ខោស្អាតបានក៏នៅជាឆ្កាអនាថាដែរនៅប្រហិនហ៊ានមកប៉ះកូនយើងផងនាងចង់មកមែនទេអាខ្មែររពុយនេះវាមកបុកយើងវាត្រូវតែសុំទោសចង់ឲ្យកូនយើងសុំទោសនាងសាប់ដែរទេយើងជាមនុស្សគ្រួសារជឿអ្នកនៅទីនេះសុទ្ធតែដឹងកុំថាឡាយកូនយើងទៅបុកនាងទោះជាគេចាក់នាងមួយកំបិតកូននាងត្រូវតែទ្រាំដៃយើងមិនខ្វល់ថានាងមកពីគ្រួសារអ្នកមានស្អីទេបើមិនសុំទោសយើងនឹងកាត់កូននាងចាហ៊ានរញយើងផងនៅគម្រាមយើងទៀននាងកថាអន្តងដាក់អំបិលតិចតិចកថាខ្លួនឯងជាគ្រឿងសមុនចឹងហីឋានៈអីតំណែងអីក៏ហ៊ានមកកម្មវិធីគ្រួសារហោះផង សូម្បីតែក្មេងក៏ធ្វើបបដែរមិនជិះខ្មាស់គេមើល យើងថាណែវាគឺមកតែអ្នកមានទេស្រីបែបនេះពិតជាសម្បូរមែនមីស្រីសម្រៃទីនេះមិនមែនជាកន្លែងនាងគួរមកទេបើឯងមិនព្រមចេញមិនអញ្ចឹងយើងនឹងហាសន្តិសុខមកអូននាងចេញនេះហេគឺជាសង្គមពុនអ្នកមានអាងឋានៈអាងគ្រួសារទឹកលុយមកធ្វើបាបជាជនគេដូចជាមនុស្សឈួតតាមផ្សារអាក្មេងខូនថ្ងៃនេះយើងមិនត្រឹមតែធ្វើជាឲ្យឯងយើងនឹងធ្វើជាដនតែឯងទៀនយើងនឹងប្រដៅតែចាស់ទាំងក្មេងយើងនឹងប្រដៅតែចាស់ទាំងក្មេងនាងចាំធ្វើអីយើងគិតថានាងចាំត្រូវហើយ អូនសម្លាញ់នេះថ្ងៃក្រោយបងគួរតែអូនថាប្រពន្ធសម្លាញ់ហើយមែនទេបងហាន់ផាក់ស្រាមួយកាយនេះសិនទៅអាចោម៉ាស៊ីនក៏មិនឆ្លុះកញ្ចក់មើលខ្លួនឯងផងគាត់ថាយើងចង់រៀបការជាមួយឯងមែនទេយើងភ្ជាប់ពាក្យជាមួយឯងគឺដើម្បីកម្ចាត់ស្មៅទាំងគល់នាងពិតជាដេញមិនចេញមែននៅមករៀងផ្លូវយើងផងយើងអាចសម្លាប់នាងឯងម្ដងបានយើងក៏អាចសម្លាប់នាងឯងជាលើកទី2ដែរប៉ែខ្ញុំដឹកនាំគ្រួសារហោះឲ្យខ្លាចជាគ្រួសារទី1នៃទីក្រុងនេះហោះឈិញវាត្រូវបានគេការពារណាស់គ្មានអ្នកណាដឹងថាវាមានមុខមាត់យ៉ាងណាទេពេលនេះម៉ែឲ្យវាងាប់បាញ់នេះជាឱកាសយើងឡើងឋានៈល្អហើយចាំងអ៊ីងនាងគឺជាម្ល៉េះរបស់យើងមិនបានចែកមកធ្វើបាបយើងអញ្ចឹងព្រោះតែយើងចង់ឡើងតំណែងចំនួននាងនោះអីនាងភ្លើងអ្នកនាងគ្រួសារហោះតែទេវតាយើងនឹងជន់ដៃនាងឲ្យខ្ទេញឲ្យជាតិក្រៅនេះមិនអាចវាកាត់បានអត់ទេពីពេលនេះទៅយើងគឺជាអ្នកនាងគ្រួសារហោះគ្រប់យ៉ាងរបស់គ្រួសារហោះវាជារបស់យើងទាំងអស់អ្នកនាងសៀជាភ្ញៀវកិត្តិយសរបស់យើងនាងឯងប៉ះគេមិនបានឡើយអ្នកនាងហោសេហ្វឹងនាងការជាមួយសេយាយើងការជាមួយសៀវហាន់ថ្ងៃក្រោយយើងជាគ្រួសារតែមួយខ្ញុំមករៀបចំអាហារឲ្យអញច្រើនណាស់មកជាមួយយើងទោះជានាងបាត់ការចងចាំមែនតែចំណូលចិត្តមិនដូរទេរាងកាយក៏មិនដឹងចាញ់ជាមួយស្វែង
កម្មវិធីថ្ងៃនេះស្គាល់សម្លេងទាំងអស់វាសុទ្ធតែមានដាក់ស្វាយនៅក្នុងនោះសំណាងហើយដែលឯងប៉ិនស៊ីមិនអញ្ចឹងទេអាកម្លាំងខ្លាំងឯងនោះយើងមិនដឹងថាចាត់ការយ៉ាងម៉េចឡើយនាងហេតុអីបានជានឹងធ្វើបាបយើងអ្នកណាឲ្យឯងមកដណ្ដើមរបស់យើងចង់បានទៅផ្លូវទៅឋាននរកខាងមុខនេះគឺជារបស់ឯងហើយស្រីស្អាតកម្រិតអីពេលនេះសេវហាន់វាកំពុងតែត្រូវថ្នាំតែមិនដឹងថានាងឥឡូវស៊ីឡើយមិនយូរទេនាងនឹងងាប់ក្រាបខ្លួនវាដល់ពេលនោះគេនឹងគិតថានាងដេកជាមួយបងថ្លៃសប្បាយពេងក៏ងាប់បាត់ទៅរឿងថោកទាបអញ្ចឹងវាអាចឲ្យគ្រូសាសេស្អុយឈ្មោះពិតជាព្រួញមួយបាញ់បានសัตว์ពីរមែនសំជាយើងមែនហត់ឈិញឈិញទោះជានាងមានជីវិត9ក៏មិនអាចឆ្នៃយើងបានដែរអាខុនឆែកកម្លាំងសមត្ថភាពទាំងអស់ឆែកមើលចោលជួយទាំងអស់រកឃើញគូខ្លារខិនឆាប់ប្រាប់យើងភ្លាមបាត់គឺរសជាតិម៉ាការ៉ុនក្លិននំម៉ាការ៉ុនតានខ្ញុំលុយលាក់នំម៉ាការ៉ុនដែលលោកចោះចាញ់នេះជាកន្លែងអាចចូលទេបងសីយាបងមិនមែនមករកខ្ញុំជាពិសេសតែដឹងទោះខ្ញុំចោះពីហើយប៉ិតមែនដរាបណាបងបដូរចិនខ្ញុំនឹងទៅជាមួយបងកុំស្រែកនេះជាតួរបស់នេះគ្មានអ្នកណាមកជួយនាងទេអ្នកបងមិនយល់លាក់ស៊ីសម្រាប់មនុស្សគឺមិនចង់ប្រឡាក់ឈាមទៅបានជាគាត់ពាក់សោដៃស៊ីខ្ញុំនឹកឃើញហើយត្រឹមបន្តិចទៀតនឹងឡើងឈឺមីបោះហើយតាមប៉ាត់មុនពេលបាត់ការចងចាំខ្ញុំគឺជាឃាតករម្នាក់នាងនឹកឃើញអីតែដឹងតាមប៉ាត់ខ្ញុំនឹកឃើញពីសមាជិករបស់ខ្លួនឯងនឹកឃើញខ្ញុំបានធ្វើអ្វីខ្លះដាក់នាងសិយយើងជាបងប្អូនគ្នាណាយើងហៅថាបងសិយយើងហៅថាបងណាយើងត្រូវដាក់ឆ្នាំទេយើងគ្មានទៅដាក់ទេដល់បងខ្ញុំសើមើលក្នុងសាររបស់គេពិតជាមានឆ្នាំមកវិញមែនគឺយើងត្រូវឆ្នាំទេបាញ់សំទាំងនោះខ្លាចខាំតាមខ្ញុំមកនិយាយទៅបងសយាខ្ញុំក៏ត្រូវគេមកបង្កាច់ដែរថ្ងៃនេះជាពិធីភ្ជាប់ពាក្យរវាងគ្រួសារសៀននិងគ្រួសារហួរអ្នកមកសុទ្ធតែជាអ្នកមានមុខមាត់នៅទីក្រុងសៀនបងមិននឹងអាចធ្វើបាបកូនស្រីគ្រួសារហួរទេហ៊ានប៉ះប្រពន្ធរបស់អញជីគ្រួសារពួកគូទៅបាត់ខ្លួនលោកបងពួកនេះនឹងចាំលោកស្រីទៅកាត់ទៅទីពេទ្យពួកយើងគួរទៅបងសយាបង្កាច់ថយចេញទៅលោកបងនេះរកឃើញនៅក្នុងហាបារបស់អ្នកស្រីទៅអ្នកស្រីទៅគាត់អាស៊ីអត់ញ៉ាំឆ្នាំវិញគាត់ថយតមហាប្រមាណខែទេធ្វើលេខអីហើយលោកបងកំដៅអ្នកស្រីមកចាទៅគឺលេខអីទេហើយតែឃើញជួយណាស់ទីបាទបាទចាំទៅអ្នកធ្វើពុតដល់ពេលណាព្រះអើយចាប់បានហើយដឹងខ្លួនវិញហើយនេះប្រកាសជាធម្មពលនៃក្តីស្រឡាញ់ស្អីពិធីនេះមានចេតនាចង់តាក់គេចឹងទីបំផុតបងក៏ចាប់បានបងមានចេតនាមកសាទរលើសង្គមមានចេតនាទៅជាមួយពលឈឹងហើយដល់ទៅជីវិតយីមកស្មាត់នេះឆាប់ការសម្រួលទៅរកហេតុផលដែលមិនឲ្យគាត់ខឹងបើសិនទីនេះប្រដៅទីសាមើលទៅអូនព្រមអ្វីក៏ព្រម
សេហ្វឹងថ្ងៃក្រោយពួកយើងជាគ្រួសារតែមួយខ្ញុំបានត្រៀមអាហារឆ្ងាញ់ៗឲ្យនាងច្រើនណាស់មកតាមខ្ញុំមកអន្តែអត់បែបនេះដូចជាល្ងងពេកទៅដឹងហើយថាជាអន្ទេហេតុអីទៅជាមួយទៀតនេះដឹងហើយថាជាអន្ទេហេតុអីទៅជាមួយទៀតនេះនាងនឹងអូនគ្មានគំនុំអ្វីប្រកាសជាចង់ប្រើប្រាស់អូនទៅធ្វើបាបបងអូនត្រូវតែជួយបងសមត្ថភាពរបស់អូនត្រូវតែធ្វើឲ្យធ្វើការពេញចិនហើយបងថាយ៉ាងម៉េចលោកប្តីខ្ញុំគិតដល់នាងបន្ថែមសិរហានសុទ្ធតែមិនមែនជាដៃគូរបស់អូននរណាទៅដឹងថានាងដឹងថាខ្ញុំម្នាក់ស៊ីជាមួយផ្លែស្វាយមិននិយាយទៀតទេនាងសំខាន់ដើម្បីតែខ្ញុំព្រោះយកការវិការខាងខាងជាការប្របាត់ការនេះបងខំដែរបងសំតថ្ងៃក្រោយហាមសងគ្រោះថ្នាក់ទេលើនេះបងសិនជាបងទៅមិនតនោះទេអូនដឹងបងចូលចិត្តនំម៉ាការ៉ុនណាបងអាចរកឃើញខ្ញុំមិនសល់នៅសញ្ញាឲ្យបងខ្ញុំពិតជាឆ្លាតមែនបងចូលចិត្តគឺមិនមែនជាម៉ាការ៉ុនទេអញ្ចឹងបងចូលចិត្តអីទៅបងចូលចិត្តគឺក្រហមហើយមួយអូនដឹងហើយអញ្ចឹងបងគឺចូលចិត្តផ្លែប៉ោមញ៉ាំដឹងតែពីញ៉ាំគូក្បាលអូននេះក្រៅពីទាំងញ៉ាំហើយអូនមានដឹងរឿងខ្លះទៀតដែរទេចឹងយ៉ាងឯងគឺជាមិនល្អបំផុតរបស់ខ្ញុំហេតុអីបានជាធ្វើបាបខ្ញុំកុំចាំមកហេតុអីមុននឹងខ្ញុំកំពុងធ្វើស្អីតាភ្ញាក់ឡើងខ្ញុំគឺជាគ្រូពេទ្យលោកទឹកចិត្តចាស់ខ្ញុំនឹងកំដៅលោករហូនខ្ញុំមិននៅក្នុងចិត្តរួចហើយមិនអាចភេទខ្លួនបានទេនាងកំពុងធ្វើម្ហូបឬក៏កំពុងរៀនធ្វើសេយាឯងឆាប់តែប្រាប់នាងឲ្យឈប់ធ្វើទៅម៉ានាងកាក្នុងគ្រួសារកាត់ឡោគឺធ្វើម្ហូបទៅតាមចឹងមិនអាចធ្វើអីនឹងបានទេនេះគឺជាម្ហូបដែលអូនបានធ្វើមែនទេមែនទោះជាខាងក្រៅមិនស្អាតតែរសជាតិក៏មិនកាត់ដែរម៉ានំប៉័ងនេះដុតល្អគួរសមម៉ាក់សាមើលសៀវហ្វងឯងស្ងប់ចិត្តធ្វើជាលោកស្រីរបស់គ្រួសារសៀវចោះរឿងផ្សេងបកលឲ្យមេដោះជាអ្នកធ្វើទៅព្រោះយើងចំណាយជួលគេមកទេមិនចាំបាច់បារម្ភទេណាកំពុងតែនិយាយចាំខ្ញុំសៀវហ្វងក៏ចំណាយលុយមកដែរខ្ញុំមិនអាចរស់នៅដោយស្រួលទេត្រូវតែរកការងារធ្វើម៉ែក្មេងជាលើព្រៃខ្ញុំមិនអាចសម្លាប់ត្រីមិនអាចសម្លាប់មនុស្សលើលោកនេះមានការងារធ្វើច្រើនណាស់មិនបានទេខ្ញុំនឹងរែកចាយគ្រូសាស្ត្រកំពុងមានគោលថ្នាក់មកគោលការណ៍គួរឈិងនិងសៀវហានដើម្បីតែត្រង់ខ្ញុំស្អប់អ្នកស្រីមកលុយណាពិតមែនណាបងអញ្ចឹងការធ្វើការរបស់អ្នកស្រីតូចថ្ងៃនេះមិនឈប់សោះអញ្ចឹងហៅថាមកលុយដែរទេយើងរកលុយគឺដើម្បីអ្នកស្រីតូចឯងចាយនឹងហើយអញ្ចឹងយើងរកដើម្បីអីទេអ្នកបងក៏ពុតជាស្តង់ដារពីប្រមាណមកសម្រាប់ខ្ញុំច្បាស់ពីខ្ញុំស្លាប់ហើយឆាប់និយាយមកតែខណ្ឌបានតែញ៉ាំខ្លះទេលោកកំពុងកាច់ឆ្នៃដល់វិញមក23.5ចែកខណ្ឌបាន102បាន30នេះគាត់មិនបានចាយលុយទេគឺគាត់កំពុងតែរកលុយតានាងនៅទីណាបើមើលតាមប្រវត្តិប្រតិបត្តិការគឺនៅសង្ហៃកោជីគឺជាក្រុមហ៊ុនសម្ព័ន្ធសៀវសួស្ដីខ្ញុំមកប្រមូលរបស់ប្រើប្រាស់រួញបានសុំចាំបន្តិចហើយយោនេះជាអស័យតូចគ្រូសាសៀវតើលែងធ្វើជាប្រពន្ធអ្នកមានហើយមែនទេមកជាមរសរាមអញ្ចឹងច្បាស់នេះចង់ហើយមែនទេក្រុងសៀននេះពិតជាតូចមែនមកជួបពួកខ្មែរសំតែស្លាប់ឯនេះទៀតសង្ហៃកោជីគឺជាក្រុមហ៊ុនសម្ព័ន្ធសៀវបងហាត់របស់យើងគឺជាអ្នកគ្រប់គ្រងទូទៅយើងគឺជាម្ចាស់ភាគហ៊ុនថតតែអស់គ្នាបងប្អូនបាទជាអ្នកលក់ត្រីចង់កាច់ចូលក្នុងគ្រួសារអ្នកមានណាទីបំផុតចង់ក្រោយត្រូវគេបោកចោលហើយនេះក្លិនអីហ្នឹងក្លិនត្រីអញ្ចឹងតើបានជានៅឆ្ងាយក៏មានក្លិនដែរក្លិនត្រីឆ្អាបខ្លាំងណាស់សង្ហៃកោជីពួកយើងនេះណាជួសហកម្មទំនើបឬចាស់ក៏ត្រូវមានសញ្ញាបត្រដែរខ្ញុំស្គាល់នាងខ្ញុំប្រាប់អ្នកទាំងអស់គ្នាបងប្រុសរបស់នាងគឺជាអ្នកចាប់រំលោភតែបន្តិចនឹងត្រូវជាប់គង់ហើយចាស្រីត្រីនេះគឺជាបងរបស់អ្នកចាប់រំលោភជាប់គុក10ឆ្នាំអ្នកណាអ្នកអនុញ្ញាតឲ្យនាងចូលមកចាប់ដេញទៅវិញទៅ
នាងកុំចូលមកនាងចាំធ្វើអីខ្ញុំនឹកឃើញហើយឬនាងពិតជានឹកឃើញសមាជិកខ្លួនឯង10នេះនាងត្រូវការឬអន់មិនត្រូវការទេខ្ញុំសុខចិត្តរកអេចៃក៏មិនអាចយកពេលវេលានឹងកម្លាំងខ្ជិះជាមួយនឹងពលល្ងីដែរ11ស្មើ1សេនតែពួកឯង1សេនក៏មិនស្មើបញ្ញាប់ចេញក៏មិនក៏រៀងពីមុនយើងគឺជាឃាតករមិនអាចឲ្យពួកគេដឹងឡើយស្រីចម្រៃនាងជប់ភ្លាមហើយបងហានចាំមិនទៅហើយអាការៈស្លាប់បំពង់ខ្យល់បងហានបងចាំមិនទៅហើយអាការៈស្លាប់បំពង់ខ្យល់ហើយមិនក៏មិនមានប្រយោជន៍អញ្ចឹងឆាប់ហាឡានពេទ្យបានមុនទីពេទ្យនេះចិត្តបំផុត4គីឡូម៉ែត្រឡានពេទ្យលឿនបំផុត12នាទីបានមកដល់នេះជាពេលសង្គ្រោះបឋមសំខាន់បំផុតមានតែ3នាទីប៉ុណ្ណឹងបញ្ញាប់ចេញទៅស្បែកឡើងពណ៌ស្វាយខ្សែឈាមហល់ខ្សោយច្បាប់បេះដូងយឺនច្បាប់បេះដូងភាពនឹងឈំប្រញាប់ឲ្យខ្យល់ចេញចូលរាងកាយរបស់គេនាងកំពុងនិយាយស្អីនេះជាវិធីសង្គ្រោះបឋមមិនអាចឲ្យនាងជួយគេទេមិនអញ្ចឹងគ្រប់គ្នាអាចនឹងដឹងពីរបៀបជួយសង្គ្រោះរបស់នាងអាចដឹងថានាងជាគ្រូពេទ្យមានទេពកោសល្យនាងជាអ្នកលូត្រីចេះជួយមនុស្សស្អីទៅនាងគឺសម្រាប់មនុស្សទៅវិញទេចាប់រៀននាងទៅចាប់រៀននាងទៅក្រោកឡើងក៏ប៉ះនឹងយូហានរបស់យើងចាំបាច់ត្រូវតែចាប់បំពង់កដើម្បីបោកផ្លូវខ្យល់មានមកចូលឬអន់បើសៀវហានស្លាប់ទៅចាត់ទុកថានាងមានចេតនាសម្រាប់មនុស្សធ្លុះហើយសៀវហានប្រកាសជាស្លាប់ចង់នៅជាមនុស្សយល់សពអីសកម្មភាពនេះដូចជាប្រហែលនាងសម្រាប់មនុស្សហើយចាប់នាងទៅមិនក៏មានអារម្មណ៍ថាដូចជាធ្លាប់ធ្វើពីមុនត្រឹមបន្តិចទៅនាងឡើងឈឺហើយនាងសម្រាប់មនុស្សក៏ឲ្យនាងរត់កុំឲ្យនាងរត់ចាប់នាងឲ្យជាប់ទៅចាប់នាងឲ្យជាប់តាមពិតខ្ញុំមិនបានសម្រាប់មនុស្សទេខ្ញុំកំពុងតែជាមនុស្សខ្ញុំមិនមែនជាឃាតករខ្ញុំគឺជាគ្រូពេទ្យស្រីថោកទៀតនេះសម្រាប់នាងយូហានជាពួកមុខគ្រប់គ្នានាងគឺធ្វើខុសច្បាប់សង្គមសំណាល់អេចៃអាក្រក់យើងត្រូវតែសងសឹកចំនួននាងយូហានត្រូវតែសងសឹកចំនួននាងយូហានចង់នេះភ្លាមទៅលេចចឹងទៅខ្ញុំគ្រាន់តែសង្គ្រោះបឋមខ្ញុំកំពុងតែជាមនុស្សទេគាត់លេចដាក់ដង្ហើមទៅហើយនាងដាក់ស្អីទៀតបងនេះជាអ្នករំលោភគេនាងជាឃាតករតែនាងគ្មានអ្នកណាម្នាក់ឡើយមិនហើយមនុស្សម្នាក់មួយកំភ្លៀងតែមុខនឹងមាត់នាងឲ្យហើមឲ្យនាងចង់ចាប់ពីទោសសម្រាប់មនុស្សអីអ្នកណាហ៊ានប៉ះប្រពន្ធរបស់យើងនៅចិញ្ច្រាំយកឆ្កែស៊ីពិតជាមកធំមែនប្តីរបស់អ្នកលក់ត្រីហ៊ាននៅចំពោះមុខពួកយើងធ្វើដូចជាឆ្កែតែឯងជាអ្នកណាទៅនាងឯងមើលអីពិតជាគ្មានបានការពិតជាខ្ជិះខ្ជាយមុខមុនត្រូវអ្នករេអេចៃនេះចិញ្ចឹមឯងគួរតែរើប្រពន្ធអ្នកមានអាចជាមួយយើងនាងលេងបាន135ខ្ញុំលេង246ថ្ងៃអាទិត្យពួកឯងចឹងពួកឯងយ៉ាងមិនហើយស្រោមដៃលោកស្រីជួយបងអ្នកប្រុសនេះនៅក្នុងប្រទេសខុសច្បាប់លោកប្តីមិនបាច់បងចេញមកទេរបស់ប្រភេទនេះទុកឲ្យខ្ញុំឆ្កែញីឈ្មោះឯងនេះឯងចេញមកគ្មានយកខុសមកទេសូមនាយកសៀវក៏មិនស្គាល់ដឹងថាហេតុអីបានជាសៀវហានជានាយកហានមិនហៅនាយកសៀវគ្រួសារសៀវមានតែនាយកសៀវមួយគុណគាត់គឺជាសៀវយាថាមិញប្តីរបស់នាងលូត្រីនេះជាសៀវយាមិននឹងអាចទៅពិនឬខ្លាញ់នាយកសៀវសំទៅលោកសង្ហាឲ្យក្មេងទៀនខ្ញុំមិនស្គាល់អូចេញទៅកុំធ្វើនាងប្រឡាក់បរិយាកាសនៅទីនេះសន្តិសុខនាយកសៀវសំទៅខ្ញុំខុសហើយលោកលេខខ្ញុំទៅលេខខ្ញុំនាយកសៀវសៀវយាសាសបងជាដោយមួយរបស់បងនៅលើឥតនេះសៀវហ្វមិនចេតនាសម្រាប់មនុស្សពួកយើងឃើញតែផ្ទាល់ភ្នែកចាត់ទុកថានាងជាស្រីរបស់សៀវយាគ្រួសារសៀវក៏មិនអាចលាក់បាំងឃាតករដែរខ្ញុំមិនបានសម្រាប់មនុស្សទេផុសតាំងនៅទីនេះនៅហ៊ានបដិសេធនៅណាជាសម្ដីខ្មែររបស់នាងខ្ញុំជឿអ្នកណាជាអ្នកធ្វើនាងធ្វើបានល្អយកបិចមកបញ្ចេញខ្យល់ដង្ហើមពិតជាឆ្លាតមែនទីតាំងគឺត្រឹមត្រូវទៀតអ្នកនេះក៏ជាគ្រូពេទ្យដែរពិតជាល្អខ្លាំងណាស់នាងមិនបានកុហកមិញខ្ញុំគ្រូពេទ្យនាងមានចេតនាច្រើនខ្ញុំតែខ្ញុំមិនបានកុហកពិតជាគ្រោះថ្នាក់ណាស់ទោះជាមានគេអង្រួនរាងកាយដៃតាំងពីរបស់ខ្ញុំរហ័សដូចជាធ្លាប់ហាត់មកច្រើនដល់អញ្ចឹងហេតុអីបានជាគាត់ស្លាប់ទៅគាត់ប្រហែលជាភ័យហើយសន្លំនាងប៉ះខាគាត់ទៅប្រកាសជាសែនគឺដោយសារតែនាងជួយទាន់ពេលអ្នកជំងឺអាចរក្សាជីវិតបានហើយតោះទៅឲ្យឆាប់ឡើងតោះទៅលោកប្តីថ្ងៃនេះខ្ញុំរកលេខបានអញ្ចឹងបងញ៉ាំសុំអាឡែង
ជាបុគ្គលិករបស់សម្ព័ន្ធសៀវជាតាមគេព្រាយប្រាស់មិនគោរពលោកស្រីដូច្នេះហើយកាត់ប្រាក់ខែពាក់កណ្ដាលទាំងអស់គ្នាតែម្ដងចា៎បាទ ជនដំណើរលោកសៀវជនដំណើរលោកស្រីនាង បំពង់កលោកមានរបួសមិនអាចនិយាយបានឡើយមានអីចង់និយាយសរសេរមកចិត្តសាហាវដៃឆៅសម្រាប់មនុស្សមិនព្រិចភ្នែក លោកប្តីគេជាអូនក ុំជួយទៀតយកបំពង់ចេញ លោកពិតជាចោលភ្នែកសមមែនមកសមមិញលោកស្លាក់ខ្យល់វានឹងបាត់បង់ជីវិតទៅហើយគឺអ្នកនេះម្នាក់នេះជួយជីវិតលោកនឹងជាគេទៀនការអប់រំ9ឆ្នាំលេបចុះពូឆ្កែឲ្យតែដឹងអូហូខ្លាំងមែនលុយណាស់ គឺនាងជួយខ្ញុំពីមុនខ្ញុំសាច់ចំអល់នាងរហូតរករឿងនាង ទោះបីជាគេចាំម៉ាស៊ីនប៉ុន្តែគ្រូប៉ែតមិនអាចបាត់បង់ជីវិតនរណាម្នាក់ឡើយសំដីនេះហេតុអីក៏ដូចគ្នាម្ល៉េះខ្ញុំសន្តែស្លាប់ មកតែស្លាប់ប្រកាសនេះលោកជាប្រភេទដែលព្យាបាលហើយនៅចេញទឹកមុន តាមពិតជានាងឬក៏មិនមែនបើសិនជានាងធ្លាប់ជាគ្រូពេទ្យហេតុអីបានឃើញនាងសម្បត្តិត្រីត្រូវហើយមានដើរនៅផ្លូវ អេអូននិយាយបងកាត់អីហ្នឹង ទ្របច្រើនអត់គិតថ្លៃ 50ម៉ឺនមើលចេញចង្រៃយើមនុស្សប្រុសគ្មានអ្នកណាល្អឡើយសៀវហាត់ល្ងងនោះត្រូវបានចោះចោលហើយខ្ញុំលោកយើងចោលទៀននៅផ្ដាច់ពីជាមួយយើងទៀននេះសេជាពួកឯងមិននិយាយហាត់ផលក៏មិនទោះថាយើងដាក់ថ្នាំខ្លាំងពួកឯងត្រៀមទទួលយកកាដូដ៏ធំនេះទៅ អ្នកប្រោនេះជាបញ្ជាឈ្មោះភ្ញៀវបំណាច់ឆ្នាំទីតាំងបានកក់នៅយប់ថ្ងៃអាទិត្យខ្ញុំបានកក់ឈុតឲ្យខ្លារខិនតូចកុំភ្លេចជួយនាងដល់ដៃផងណាបាទអ្នកប្រោពិតជាស្រឡាញ់លោកស្រីមែនតើរើសឈុតឲ្យផ្ទាល់ទៀត និយោសៀងឈុតទាំងនេះសុទ្ធតែជាមកពេញនិយមឆ្នៃក្នុងរដូវកាលនេះមានតែមួយដូចជាលោកស្រីលោកនាយកគឺជាម្ចាស់នៃពន្លឺចាញ់ចាំង មួយឈុតនេះមានតែឆែកដល់ផ្លូវអាចមើលស្នាមដៃនៅលើផ្លូវរបស់សៀវហ្វុងបានយកមកនេះចុះមុនថ្ងៃអាទិត្យត្រៀមឈុតចំនួន3ឲ្យប្រពន្ធរបស់ខ្ញុំ បាននិយោសៀងសូមអធិស្ឋានផង បងប្រុសស្អានយប់នេះកុំភ្លេចមកមើលខ្ញុំរំណែង អរគុណហើយ របស់ទាំងនេះគឺជាឈុតពិធីជប់លៀងមែនទេ សុំទៅនោះមកផ្លែអាខុនយកឈុតទៅឲ្យហើយឬនៅហេតុអីក៏មិនពាក់អាវក្រៅថ្ងៃនេះអាកាសធាតុមិនត្រជាក់ទេ ពួកយើងនៅក្នុងពិធីជប់លៀងដ៏ពិតប្រាកដមួយមែនទេ ប្រកាសហើយ លោកថាកែពួកយើងកើតនៅក្រោមទង់ក្រហមធំក្នុងខ្យល់នីតិខេរដីមិនអាចដាក់ផ្លូវខុសបើមិនអញ្ចឹងទេបងនឹងស្ដាយក្រោយ អូនចង់ឲ្យបងថាយ៉ាងម៉េច លោកប្តី និយាយច្រើនណាស់ដោះចេញមក ត្រូវតែពាក់ឈុតនេះមែនទេ ប្រកាសហើយ ថែមលុយ ថែមណែលើក្បាលអូនមានកាមេរ៉ាអូនស្លៀកខ្លីនិងខ្លារខិនតូច គឺជាឈុតដែលបងឲ្យអាខុនចាំឲ្យអូន អរគុណនិយាយមកអាខុនគេយកឈុតមកខុសហើយតាមបងមក លោកតាសៀវខេងទីនេះនៅលើបបងសេយាពិធីជប់លៀងឡើងអាឡារឹងសិពាក់បែបហ្នឹង តើពុតមិនល្អស្អីទេ សាសេហ្វុងជាក្មេងស្រីរស់នៅអនាធិបតេយ្យលក់ត្រីរ៉ែអេតចាយពិតជាមានល្បិចខ្ពស់តែមនុស្សប្រុសមែន ចៅប្រុសខ្ញុំនេះធម្មតាវាប្តីបុតណាស់ចេះមើលមនុស្សស្មានថាធ្លាក់ក្នុងដៃមនុស្សស្រីបែបនេះទេដូរតា បងមិនចាញ់ទេឯង
បងចាំអូន មិនបាច់ទេ បាននៅតែនិយាយទៀតបងនឹងបែកក្រោយមើលអូនផ្លាស់តែម្ដងហើយមើលមិនឃើញសញ្ញានៅលើភ្លើខ្ញុំមានតែឆ្លៀតឱកាសផ្លាស់កៅអៅលួចមើលចាំមើលចុះបានហើយនាងប្រហែលជាខឹងហាងយ៉ាងម៉េចហ្នឹងតែសោះហើយរួចហើយអេខ្ញុំវិលមកជិះធ្វើពោតតើឲ្យអូនអោបបង5នាទីមកខែក្រោយចុះជូតបង500មានរឿងមួយបងត្រូវតែបញ្ជាក់ខ្ញុំគ្មានចេតនាទេខ្ញុំគឺជាអ្នកជំនាញពិតប្រាកដអញឈ្គត់ហើយតែដឹងហ៊ានទាញផលប្រយោជន៍ពីគេផងខ្លារខិនតូចថាផាយករុនអូនចាត់ទុកបងជាអីគេប្រកាសជាចាត់ទុកថាភេកគេថាកែហើយបងថាយ៉ាងម៉េចលោកប្តីលោកតាសៀវបានលឺឬអន់មិននេះដូចជាលឺសំឡេងពីខាងក្នុងក្នុងប្រទេសជប់លៀងទាំងមូលរកបាត់ឃើញសៀវយាយនិងក្មួយស្រីនៅតាមពិតពួកគេទៅពីលាក់ខ្លួននៅក្នុងបន្ទប់នេះសោះខ្ញុំពិតជាចង់ប៉ះរាងកាយបងតែខ្ញុំនៅមិនដឹងថាតម្លៃដែលគេជាមួយបងនឹងបងសៀវយាយបងនៅខាងក្នុងឬអន់បើសិនជានាងមិនមែនជានារីម្នាក់នោះតើខ្ញុំធ្វើយ៉ាងម៉េចទៅលេងលះបោះបង់នាងចោលឬក៏បញ្ឈប់កិច្ចសន្យាចោលនាងលេងប្តីយើងភ្លាមលោកប្តីអស់ចាមែនដឹងហើយលោកប្តីតើលោកប្តីគេជាអូនខ្ញុំពិតជាមិនអាចចិត្តទេមានរឿងអីបងឆាប់និយាយមកចាមុខរបស់អូនមិនមែនជាអេក្រង់ទេគេទៅនៅក្រៅជាមួយបងពុននៅបន្ទប់ផ្សេងនៅកន្លែងជប់លៀងធ្វើរឿងបែបនេះសៀវយាយក្មេងនេះគឺខ្ញុំមើលថាគេធំយកចិត្តទុកដាក់គោលការណ៍សិលធម៌ប្រកបជាស្រីនេះជាអ្នកនាំគេខូចហើយមើលទៅនោះហើយបរគួរដាក់ធ្វើបែបនេះទេផ្ដេសផ្ដាល់លោកតាកំខឹងចាំខ្ញុំគិតធ្វើសាក់មើលលោកតាសៀវពិតជាយកចិត្តទុកដាក់លើទំនៀមទម្លាប់និងសិលធម៌លើកនេះប្រកាសជាអាចបណ្ដៃសៀវហ្វុងមិនចេះខ្មាស់គេនោះចេញពីគ្រួសារចេញសៀវយាយហើយបត់ធ្វើអីលោកតាសៀវយាយហើយក៏បត់ធ្វើស្អីលោកតាពួកឯងនេះរករបស់តែទួយសៀវហ្វុងជួយរុំឲ្យបិទមើលប៉ិនមែនលោកតាហើយឲ្យតាមើលរបស់ធ្វើដែរទេនឹងហ៎មិនដែរទេរបស់តែទួយសៀវហ្វុងមិនទុកចិនក៏លាបថ្នាំរុំរបស់ឲ្យខ្ញុំទៅខ្ញុំរកកន្លែងស្ងាត់តាមពិតគឺឡើងលើក្រេមកបន្លំថាលាបថ្នាំចុះបើគ្មានរឿងអីមិននេះខ្ញុំគួរធ្វើមិនក៏មិនហ៊ានបើងមិនមែនមិនហ៊ានតែមិនចង់ថៃមកនាងហើយធុញគួរឲ្យស្អប់មិនដឹងពីខ្លួនឯងនៅក្នុងគ្រួសារហួរមិនក៏ល្ងងយ៉ាងនេះមិននេះមិនដឹងថាលោកតានៅខាងក្រៅខ្ញុំប្រកាសជាបញ្ញាប់រត់360ដឺក្រេទៅបើកទ្វារឲ្យលោកតាអើយឯបើក្បីនេះនៅវត្តផ្អែមតែគួរឲ្យស្ដាយហោរាសារបស់ឯងគ្មានលទ្ធផលអីចំពោះខ្ញុំទេល្បិចចាប់ត្រីរបស់កញ្ជ្រោងនៅចំពោះមុខកញ្ចាស់យើងនេះឡើងទៅខ្លួនតែម្ដងលោកតាខ្ញុំមិនមែនសៀវយាយទៅសាលាជប់លេងជាមួយតាឯងបានខ្លួនយូរហើយដែរត្រូវយកចិត្តទុកដាក់លើសុជីវធម៌សៀវយាយឯងនឹងឈិញមកតាមតាមកឯងចាំ10នាទីទៀតចាំចេញមកណាមកជិលមួយមកអ្នកធ្លាប់ជួបពីមុនមកទេស្រស់ស្អាតណាអូពិតជាស្អាតខ្លាំងណាស់មើលចុះស្រីស្អាតនេះជាកូនរបស់ត្រកូលណាអ្នកធ្លាប់ជួបពីមុនទេពិតជាស្រស់ស្អាតខ្លាំងរូបរាងអាកប្បកិរិយាប្រកាសជាមកពីគ្រួសារដែលល្បីហើយមើលចុះពិតជាស្រស់ស្អាតមែនឃើញទេអ្នកនេះជាមួយសៀវយាតាមពិតជាអនាគតលោកស្រីរបស់គ្រួសារសៀវមិនឆ្ងាត់ទេសៀវហួរពីគ្រួសារមិនចំណាយពីអ្នកភ្ជាប់ពាក្យបាច់ជាសៀវហានតាមពិតសៀវយាមានអ្នកនៅក្នុងចិត្តហើយក្រោកឡើងកន្លែងនេះឯងអង្គុយមិនបានទេឈិញឯងទៅអង្គុយទៅមានតានៅកន្លែងនៅជាប់សៀវយាគឺជារបស់ឯងហើយលោកតាខ្ញុំរៀបចំរួចហើយយើងនៅមិនទាន់ស្លាប់ទេរឿងរៀបការរបស់ឯងត្រូវតែឲ្យយើងយល់ព្រមជាការសិនឈិញក្មេងនេះយើងចូលចិត្តតាំងតែពីតូចត្បិតមិនបានជួប5ឆ្នាំតែជាចៅប្រសាដែលយើងទទួលស្គាល់អាហារលោកតារៀបចំគ្មានច្បល់អីទេគ្មានទេលោកតាសៀវយាការជាមួយនឹងហូឈិញយកសារសៀវហ្វុងឲ្យខ្ញុំរក្សាទុកក្នុងទ្រព្យសម្បត្តិគ្រួសារហើយជឿសតទៅលោកតាសៀវហ្វុងជានារីល្អសូមកុំបំបាក់ប្តីប្រពន្ធគេអីពួកឯងបដិស្លាប់រឹងអស់ហើយចង់ធ្វើឲ្យយើងនៅខឹងស្លាប់អីលោកតាមានជំងឺទេដឹង
ពិតជាស្រស់ស្អាតមែន ខ្ញុំក៏មិនដឹងដែរខ្ញុំមិនអាចឃើញគេពីមុនមកទេ វ៉ាវពិតជាស្រស់ស្អាតមែនវ៉ាវតើស្រីស្អាតម្នាក់នេះជាកូនស្រីមកពីគ្រួសារណាទេ ខ្ញុំមិនអាចឃើញមុខគេផង សម្រាប់នេះអរិយាប័ត្រនេះគេប្រកាសជាមកពីគ្រួសារដ៏ល្បីល្បាញ អាយ៉ាមើលចុះពិតជាស្រស់ស្អាតមែន មើលទៅគេតែអង្គុយជាមួយគ្រួសារសៀវហើយ គេគឺជាអនាគតលោកស្រីទៅរបស់គ្រួសារសៀវ អញ្ចឹងតែបានជាគ្រួសារសៀវនឹងហួកមានគេព្រមព្រៀងអាពាហ៍ពិពាហ៍យូរម្ល៉េះប៉ុន្តែនៅក្នុងពិធីមង្គលការបែរជាសៀវហានមកចូលរួមទៅវិញ ក្រឡូវមកត្រង់នេះគឺមិនមែនជាកន្លែងរបស់ឯងទេឈិញឯងទៅអង្គុយត្រង់នោះទៅមានលោកតានៅកន្លែងនៅក្បែរសៀវយាត្រូវតែជារបស់ឯងណាលោកតាខ្ញុំបានរៀបការរួចហើយយើងនៅមិនទាន់ស្លាប់នៅឡើយទេរឿងមង្គលការរបស់ឯងត្រូវការខ្ញុំយល់ព្រមសិនទើបយកជាការយើងចូលចិត្តឈិញតាំងតែពីនេះនៅក្មេងមកម្ល៉េះទោះយើងមិនបានជំនាញ10ឆ្នាំមកហើយប៉ុន្តែជាការជ្រើសរើសរបស់យើងអហនការរៀបចំរបស់លោកតាឯងមានយោបល់អីដែរទេអាយ៉ាខ្ញុំគ្មានយោបល់អីទេលោកតាសៀវយាគេរៀបការជាមួយនឹងហូចឈិញអញ្ចឹងលោកតាលើកសៀវហ្វឹងឲ្យមកខ្ញុំមកគឺជារបស់គួររក្សាទុកឯងដេកយល់សោះទៅ លោកម្ចាស់សៀវហ្វឹងគឺជាក្មេងស្រីល្អណាស់សូមលោកកុំបំបែកបំបាក់ពួកគេអី ពួកឯងម្នាក់ស្លាប់ព្រឹកអស់ហើយបើមិនទេពួកឯងនេះក៏ចង់ឲ្យយើង លោក ស្លាប់ ម្ចាស់តើលោកមានជំងឺទេដឹងលោកម្ចាស់តើលោកមានជំងឺទេដឹង ហើយពួកឯងឆាប់ស្ដាប់បន្តិចទៅក្មេងស្រីម្នាក់នេះនាងជាយើងផង មិនហ៊ានទេខ្ញុំគ្រាន់តែនិយាយរឿងពិតប៉ុណ្ណោះលោកតាមានជំងឺបេះដូងអាចដឹងដល់របៀបណាម្រាមដៃគាត់មានសភាពរីកធំស្បែកមុខស្លេងដង្ហើមដល់ម្ដងគ្នាបបោមាត់ឡើងពណ៌ស្វាយនៅពេលអង្គុយសរសៃឈាមក្បាលពោះរបស់គាត់បានរីកធំលោកតាមានជំងឺបេះដូងមែនទេហេតុអីបានជាលោកតាមិនវះកាន់ លោកតាក៏មានសុខភាពខ្សោយមានតែព្យាបាលដោយប្រុងប្រយ័ត្នលោកតាព្យាបាលនៅបរទេសយូរ ពីមុននៅទីក្រុងសៀងឆឹងធ្លាប់មានគ្រូពេទ្យម្នាក់ឆ្នាំណាគេអាចវះកាត់បានតែគួរឲ្យស្ដាយគេបានបាត់ខ្លួនអស់3ឆ្នាំមកហើយចម្លែកណាស់តែខ្ញុំលើពីមួយឃ្លានេះហេតុអីបានជាខ្ញុំឈឺក្បាលដូចជាមានអីចង់លោតចេញពីក្បាលអញ្ចឹង ទេយើងកាត់តែចូលចិត្តក្មេងស្រីម្នាក់នេះហើយនាងគ្មានព្រំដែនកំណត់អីថ្ងៃស្អែកឯងទៅការិយាល័យកិច្ចការស៊ីវិលដើម្បីលេងលះជាមួយនាងទៅហើយនឹងជិះជាមួយគ្រួសារយើងលោកតាក៏ប្រឆាំងនឹងការរៀបការរបស់ខ្ញុំអីឥឡូវនេះសូម្បីសម្ដីយើងឯងមិនស្ដាប់ឯងចង់ប្រឆាំងនឹងយើងឯងកុំភ្លេចអសថាអ្នកណាជាអ្នកស្នងដំណើរគ្រួសារសៀវគឺយើងជាអ្នកកំណត់ហេលោកតាមើលមកខ្ញុំណែខ្ញុំតកូលសៀវដែរណា បងប្រសិយាបងកុំធ្វើឲ្យលោកតាខឹងទៀតអីឬក៏បងចង់ឲ្យក្រុមហ៊ុនត្រកូលសៀវធ្លាក់ទៅលើដៃរបស់អ្នកដទៃសៀវយាឯងស្ដាប់តាមលោកតាទៅមកដល់ពេលនេះទៅហើយបងនៅស្ដាប់ស្ទើរអីទៀតទោះយ៉ាងណាពួកយើងគឺខ្លាញ់សៀវយាលង តាអូនហាបងថាម៉េច លោកប្តី អ្វីដែលខ្ញុំចង់បាននោះខ្ញុំនឹងទៅតែនឹងយកដល់ខ្លួនឯងមិនចាំបាច់ត្រូវផ្ដាល់ឲ្យហើយក៏មិនអាចឲ្យដែរតើនេះមែនទេចៅដើរតាមគោលរបស់យើងពិតជាល្អណាស់ លោកតាចំណេញនឹងលោកម្ចាស់ឆាប់ងើបឡើងមកលោកម្ចាស់ស្ងប់អារម្មណ៍បន្តិចទៅឲ្យខ្ញុំសុំទោសលោកម្ចាស់ជំនួសសៀវយាផងសំជាកូនយើងមែនឯងធ្វើបានល្អណាស់នៅឆ្នាំនោះបបារបស់ឯងមានភាពក្លាហានដូចឯងម៉ាក៏មិនបាច់ត្រូវស៊ូទ្រាំភាពអាម៉ាក្នុងគ្រួសារសៀវដែរលោកផាក់ស្រវឹងហើយតែដឹង សៀវហ្វឹងអូនជាប្រពន្ធស្របច្បាប់របស់បងអូនកុំចេះតែគិតព្យាយាមគិតពីបញ្ហាថាបានដែរទេ ប៉ុន្តែលោកតារបស់លោក បងមិនខ្វល់ពីគំនិតអ្នកដទៃទេបងខ្វល់ពីគំនិតរបស់អូនតែប៉ុណ្ណោះ តែលោកមានចិនមកលើកខ្ញុំហើយមែនឬអន់ អូនដឹងហើយថាមនុស្សស្រីដែលបងមិនចូលចិត្តសូម្បីប៉ះបន្តិចក៏បងគ្មានអារម្មណ៍ដែរប៉ុន្តែមិនដូចគ្នាទេបងតែចង់ប៉ះអូនគ្រប់ពេលវេលារហូត សៀវយាអូនក៏ស្រឡាញ់បងដែរ តើអូនហៅបងថាម៉េច លោកប្តី ហៅម្ដងទៀតមក លោកប្តី លោកប្រុសលោកម្ចាស់នាំមនុស្សសម្រាប់ចូលមកការិយាល័យហើយយកឯកសារកិច្ចសហការទៅទាំងអស់ សង្គ្រាមពាណិជ្ជកម្មកម្រិតខ្ពស់តែងប្រាំមធ្យោបាយសាមញ្ញបំផុត ហើយនៅមានទៀតឯកសាររបស់លោកនៅលោកស្រីតូចទៀតផងស្អីគេមើលទៅនេះជាចៅល្អរបស់យើងជាកូនល្អរបស់នាងនោះឯងសុខចិត្តរកមនុស្សដើម្បីរៀបការខ្លាយតែមិនព្រមបំពេញអាពាហ៍ពិពាហ៍សម្ព័ន្ធភាពគ្រួសារយើងពិតជាអកតញ្ញូមែនវាពិតជាប្រមាថធំថ្លៃធំមែនហើយ សៀវយាសៀវហ្វឹងពួកឯងទាំងពីរតែបោកប្រាស់មករហូតសុំតើផង បើសិនមិនមែនដោយសារតែលោកតាមកខំខ្ញុំរៀបការរហូតទេខ្ញុំមិនអាចបង្កើតរឿងនេះបានទេហើយតែរកស្រីក្រីក្រដល់ម្នាក់គឺចង់មកបញ្ឈឺយើងអីហើយពិតជាធ្វើយើងអស់សង្ឃឹមខ្លាំងណាស់អាខុនឆាប់ទៅយកឡានមកបាទ លោកម្ចាស់ស្ងប់អារម្មណ៍សិនទៅ
ស៊ីបាយមកស្ដាប់តាសម្ដីលោកតាទេលោកតានឹងលេងបន្តព្យាបាលទៀតហើយឯងទៅលេងលះជាមួយស្រីម្នាក់នោះហើយរៀបការជាមួយនឹងជីងទៅបើមិនចឹងទេយើងនឹងឲ្យឯងបើកភ្នែកឃើញយើងស្លាប់ទៅសេជាលោកម្ចាស់គាត់កាន់តែធ្ងន់ទៅហើយបើមិនវាកាត់មកខ្លាចតែគាត់ទ្រាំទ្រទៀតមិនបានឲ្យតែគ្រូពេទ្យឆ្នាំនៅក្រុងសៀមម្នាក់នោះមិនតស្លាប់ទេទោះជាខ្ញុំត្រូវឡើងភ្នំក៏មិនខ្លាចដែរខ្ញុំទៅរកគេឃើញខ្ញុំមិនអាចឲ្យគេបន្តស៊ើបទៀតឡើយបើមិនចឹងទេមិនជុំមិនឆាប់គេនឹងដឹងថាសេស៊ីងហ្វឹងទៅជាហូជីឈីងចាប់ពីពេលនេះទៅយើងគឺជីងឈីងគ្រប់យ៉ាងដែលជារបស់គ្រួសារហួរនឹងខ្លាចជារបស់យើងទាំងអស់សៀវផឹងតាមពិតទៅអូនក៏ជឿគេទេប៉ាលោកគ្រូប៉ែននាងប៉ាអូនប្រុសរបស់យើងម្នាក់នោះគេបានស្លាប់ហើយលោកម្ចាស់នៅមានជំងឺបេះដូងទីថ្ងៃក្រោយក្រុមហ៊ុនតកូលសៀតទាំងមូលគឺជារបស់យើងហើយប៉ាចង់សេជាតើគេអាចដកស្មៅដកទាំងរឹសដែរទេទៅចិត្តចុះប៉ារៀបចំឲ្យហើយអាក្មេងនោះទៅគេនៅនន់តគ្រោះមហន្តរាយទេអ្នកស្នើតំណែងក្រុមហ៊ុននេះទៅថ្ងៃអនាគតគឺមានតែឯងតែប៉ុណ្ណោះណាមានតែឯងទេអរគុណហើយលោកប៉ាណែបញ្ញាប់ឡើងបញ្ញាប់ទៅខ្នោះចាប់ទៅខ្នោះនៅពេលនោះបងបាត់បង់អ្វីៗគ្រប់បែបយ៉ាងហើយបងគិតថាបងនឹងត្រូវពិភពលោកនេះបោះបង់ចោលបងបាត់បង់អស់នៅឆន្ទៈក្នុងការរស់នៅបន្តទៀតប៉ុន្តែនៅក្នុងការបង្វេញនេះបងស្រាតែលើសម្លេងណាម្នាក់បានហៅបងថាកុំខ្លាចអីខ្ញុំនៅកំដរលោកជារៀងរហូតសៀវហ្វាំងសម្លេងរបស់អូនមកផ្ដល់បងនូវក្តីសង្ឃឹមនិងភាពក្លាហានឲ្យបងចាប់ផ្ដើមសាជាថ្មីនេះទៅអាចដណ្ដើមយកក្រុមហ៊ុនសៀវមកវិញអូនបានសន្យានឹងបងថាអូននៅក្បែរបងរហូតបងកាន់តែខ្លាចបាត់បង់អូនជាងអ្វីដែលអូនបានគិតទៅទៀតសៀវហ្វាំងអូននៅខ្លួនហើយតែមានកន្លែងណាដែលមិនស្រួលហើយឬក៏ក្បាលរបស់អូននៅឈឺទៀតតើអ្នកណាជាសៀវហ្វាំងតើលោកជាអ្នកណាដែរសៀវហ្វាំងគឺបងអូនគឺសៀវហ្វាំងណាខ្ញុំមិនមែនត្រកូលសៀកទេត្រកូលខ្ញុំគឺហួរហើយខ្ញុំគឺជាហួរឈីងឈីងអូនណែអូនពិតជាមិនអាចចាំបានសូមបីតែបន្តិចទេសូមលោករក្សាគំនិតបន្តិចខ្ញុំមិនចូលចិត្តឲ្យអ្នកដទៃនៅចិនអ្នកដទៃហ៎អូនមកទៅនេះជាលក្ខណៈអាពាហ៍ពិពាហ៍របស់ពួកយើងនេះគឺជាលក្ខណៈអាពាហ៍ពិពាហ៍ខ្លាំងៗតែអាចវាឡើងគ្រួសារហូររបស់ខ្ញុំហើយមែនទេតាំងពីដើមមកខ្ញុំមិនអាចយកពេលវេលាខ្ញុំទៅខ្ជិះខ្ជិះលើមនុស្សឈួតឡើយសូមរក្សាគម្លានលោកស្រីលោកស្រីតូចហេលោកប្រុសថ្ងៃនេះលោកប្រុសសម្ដែងឈុតឆាកស្អីទៀតហើយហ្នឹងទៅសើមពីគ្រួសារហួរទៅគឺហួរឈីងឈីងភាពរុងរឿងនៅទីក្រុងនេះទាំងមូលដើមឡើយគួរតែជារបស់ខ្ញុំប៉ុណ្ណឹងប៉ាម៉ែខ្ញុំត្រឡប់មកវិញហើយលោកងងមែនហួរជិងជិងពីមុននាងតែជួយខ្ញុំរហូតថ្ងៃនេះនាងជួយខ្ញុំជាលើកចុងក្រោយម្ដងទៀតទៅស្លាប់ទៅឈ្មោះរបស់យើងត្រូវបានគេលួចទៅជីវិតរបស់យើងក៏ត្រូវបានផ្លាស់ប្ដូរនាងគិតថាលុបការចងចាំរបស់យើងចោលនឹងអាចធ្វើឲ្យយើងទទួលយកវាសនាមួយនេះមែនទេជាងអ៊ីងអ្វីដែលនាងបានជំពាក់យើងនឹងឲ្យនាងសងមកវិញទាំងអស់ស៊ីយាឯងបានធ្វើស្អីលើបងស្រីរបស់យើងប្រាក់ឯងចុះបងស្រីរបស់យើងគាត់មានរឹសអីយើងមិនដោះលែងឯងទេឯងធ្វើបាសៀវហ្វឹងអីខ្លះហើយអីបានជានាងត្រូវរបួសដល់មន្ទីរពេទ្យអញ្ចឹងជីវិតអ្នកក្រីក្រជាជីវិតមួយដែរតែឯងនៅមានចិត្តជាមនុស្សដែរទេកូនស្រីដល់កំសត់ខ្ញុំអើយខ្ញុំសុំបងឡងសុំឡងដោះលែងនាងទៅអ្នកដន្លងឆាប់ងើបឡើងសិនមករឿងមួយនេះវាមិនដូចអ្វីដែលអ្នកគិតនោះទេតាសៀវហ្វឹងជាកូនបង្ការរបស់ពួកអ្នកទេតាសៀវហ្វឹងជាកូនបង្ការរបស់ពួកអ្នកទេគឺកូនបង្ការ 100% ត្រូវហើយពួកយើងស្និទ្ធស្នាលជាងកូនបង្ការទៅទៀតអ្នកដន្លងសៀជារបស់ខ្ញុំគេឆ្លងស្មោះស្ម័គ្រជាមួយនឹងសៀហ្វឹងណាស់អ្នកណាក៏ដឹងដែរឥឡូវនេះគឺនាងបាត់ការចងចាំហើយក៏បាត់បង់សៀជារបស់ខ្ញុំចោលទៀននាងបាត់ការចងចាំទៀតហើយតោះខ្ញុំនៅមានភាពអំណត់
យល់ល្អពួកអ្នកប្រាប់ការពិតមកទាំងអស់មកឥឡូវខ្ញុំមិនចូលគ្នាទេគាត់ទាំង3នាក់នេះនៅគ្នាប្រូដៃគ្នាធ្វើបានអ្នកប្រុសរបស់យើងអញចាក់កុំអារបស់គាត់ឲ្យចំណាយឯងវិញទេអារបស់គាត់តាមពិតគាត់មិនមែនជាคนបង្ការរបស់អ្នកទេគឺអ្នករើសបានតាមចិញ្ចើមផ្លូវ3ឆ្នាំមុនលោកប្រុសទៅរបស់ខ្ញុំជួបអ្នកនាងភ្លាមក៏ស្រឡាញ់ផ្លេនមិនងាយទេទៅគាត់យកប្រពន្ធនៅទីបំផុតដើមឈើដៃបានរីករាលដាលតែលទ្ធផលនោះប្រពន្ធគាត់បានបំភ្លេចគាត់ទៅវិញវាពិតជាអយុត្តិធម៌ណាស់ដូច្នេះពួកអ្នកទាំង3គេទៅមើលតើវាអាចឆាប់បាត់បត់ភ្លាមទៅបងស្រីខ្ញុំបានលើថាលោកបានជួបខ្ញុំភ្លាមក៏ស្រឡាញ់ខ្ញុំផ្លែនខ្ញុំបានលើថាលោកបានជួបខ្ញុំភ្លាមក៏ស្រឡាញ់ខ្ញុំផ្លែននៅពេលនោះមុខរបស់គេក្រហមដូចជាផ្លែស្ទ្រូប៊េរីមួយនេះអញ្ចឹងផ្នែករបស់គេខ្មៅដូចតំពាំងបញ្ជូននេះអញ្ចឹងខ្មៅហាយថែមទាំងរលងទៀនសងនេះឲ្យខ្ញុំវិញមកនាងជាសិស្សហ្វាំងមែនទេគ្រាន់តែជាខ្មៅឆាយមួយដែលបាត់ការចងចាំប៉ុណ្ណឹងដើមឡើយមិនគួរមានវត្តមានរបស់នាងឡើយលោកប្រធានសៀវតើលោកពិតជាបានស្រឡាញ់ក្មេងស្រីលក់ត្រីនៅតំបន់ក្រីក្រៅនោះមែនទេបែរដល់លោកប្រុសខ្ញុំប្រហែលជាបែកអស់ហើយគ្រូសាសៀតែខ្ញុំត្រូវបានលោកបោកប្រាស់យកទៅឬក៏បង្រត់យកទៅឯងគឺពួកយើងរើបានមកទេហើយកាលពី3ឆ្នាំមុនពួកយើងបើកឡានដឹកទំនិញយកត្រីទៅឲ្យគេនៅពេលដែលដល់ជើងភ្នំក៏បានឃើញក្មេងស្រីម្នាក់រងរបួសដោយសន្លប់តែម្នាក់ឯងណាប៉ែម៉ែអ្នកទាំងអស់គ្នាត្រឡប់ទៅវិញសិនទៅសេតុងឯងត្រូវចាំបងគឺជាបងស្រីរបស់ឯងរហូតបងស្រីមើលថែខ្លួនឯងបានល្អផងឯងត្រូវមើលថែខ្លួនផងណាសេជាសេជាតើឯងមានកាត់អីឬអន់សំតើខ្ញុំនិយាយហើយខ្ញុំមិនចូលចិត្តអ្នកដទៃចូលមកចិត្តខ្ញុំណែលោកប្រុសតូចខ្ញុំដឹងថាចិត្តលោកប្រុសប្រកាសជាមិនស្ងប់ទេមិនអាចទ្រាំបានទេលោកប្រុសអោបខ្ញុំយកមកខ្លាំងចេញមកបិទមាត់តាហ៎ពួកយើងសហការជាមួយគ្នាបានឬអត់សេយាអូននិយាយមកកាលពី3ឆ្នាំមុនឪពុកម្ដាយរបស់ខ្ញុំទទួលមរណភាពខ្ញុំបានចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅក្រុមហ៊ុនហួរវិញប៉ុន្តែមនុស្សទាំងអស់ក្នុងគ្រួសារហួរត្រូវបានចំនួនដល់មនុស្សចំណិតរបស់គូប្រជែងរបស់ខ្ញុំអញ្ចឹងហើយខ្ញុំចង់ជួយលោកធ្វើជាប្តីបន្តទៀតហើយជួយខ្ញុំដណ្ដើមយកគ្រួសារហួរមកវិញនាងចង់ជួយខ្ញុំមែនចាប់ពីពេលនេះទៅខ្ញុំគឺជាភាគីករបស់លោកដើម្បីធ្វើការផ្លាស់ប្ដូរខ្ញុំនឹងឲ្យអ្វីដែលលោកចង់បានបំផុតតានាងមិនមែនស្អប់អ្នកដទៃចូលមកចិត្តទេដើម្បីអំណាចនាងមិនស្ទើរក្នុងការអនុញ្ញាតឲ្យអ្នកដទៃចូលចិត្តលោកកំពុងគិតអីការវាកាត់ជំងឺបេះដូងរបស់លោកតាមានតែខ្ញុំដែលអាចធ្វើបានតើវាមិនមែនជារឿងសំខាន់ក្នុងចិត្តរបស់លោកទេមែនទេអញ្ចឹងនាងដោះលែងឲ្យធ្វើអីគឺដោយសារតែមេក្តៅពេកឬក៏ចាស់និយាយថានៅក្នុងចិត្តលោកប្រធានសៀវឥឡូវនេះមានតែប្រពន្ធសូម្បីជំងឺលោកតាក៏បំភ្លេចចោលដែរឡូលោកប្រុសមានដំណឹងល្អហើយអ្នកគ្រូពេទ្យឆ្នាំម្នាក់នោះបានបញ្ជាក់ពីអត្តសញ្ញាណរបស់គេដែលឆ្លងកាត់ការផ្ទៀងផ្ទាត់អត្តសញ្ញាណហើយនោះគឺលោកស្រីតូចរបស់ពួកយើងគេគ្រូពេទ្យបាត់ខ្លួនកាត់ពី3ឆ្នាំហើយបាត់ការចងចាំ3ឆ្នាំដែរដឹងហើយលោកប្រុសតើលោកមិនភ្ញាក់ផ្អើលមិនចម្លែកទេថ្ងៃក្រោយរឿងបែបនេះសូមនិយាយទៀតទៅយ៉ាងម៉េចដែរជាខ្ញុំហៅនៅសហការីរៀងអេខ្ញុំងងើយគេងនេះលោកចេញឲ្យឆ្កែបន្ទិញប្រយ័ត្នត្រូវរបួសទៀនអាយ៉ាសោបន្ទប់ទទួលភ្ញៀវនាងត្រូវបានអ្នកបម្រើធ្វើឲ្យខូចទៅហើយយប់យ៉ាងនេះទៅហើយប្រហែលជាគ្មានអ្នកណាគេព្រមមកជួសជុលឲ្យយើងឡើយបន្ទប់របស់សៀវយៈធំណាឯងទៅសម្រាប់នៅបន្ទប់គេមកយប់សិនទៅក៏បានលោកប្តីទុកចិត្តចោលគ្រប់យ៉ាងដែលអូនបាត់បង់ទៅបងនឹងជួយអូនដណ្ដើមយកមកវិញទាំងអស់អេនេះ
ជំងឺរបស់លោកម្ចាស់សៀវគឺមានលក្ខណៈពិសេសណាស់សរសៃឈាមរបស់គាត់ត្រូវបានគ្រុតដណ្ដប់យ៉ាងក្រាស់សរសៃប្រសាទវាពិតជាមានកម្រិតពិបាកនិងបន្ថយប្រឋានខ្លាំងណាស់ដូច្នេះបានណាហ៊ានធ្វើការវះកាត់គាត់ពិតជាពេលប្រាស់ខ្លាំងណាស់សេជាឯងទៅរកគ្រូពេទ្យវះកាត់មកពីណាដែរទៅឬឯងចង់វះកាត់គាត់មិនជោគជ័យដើម្បីសម្រាប់លោកតាហើយឯងក៏កាន់អំណាចដល់ខ្លួនឯងហ៎លោកឯងនេះពិតជាមិនអត់កម្រមែននេះណែលោកតាតើលោកតាជឿចិត្តខ្ញុំទេហើយយើងទ្រាំគ្រប់គ្រាន់ហើយអ្នកណាដែលអាចធ្វើការវះកាត់យើងបានយើងនឹងជឿគេលោកស្រីទៅមកខ្លាចជាឪពុករបស់លោកម្ចាស់ព្រះអើយឋានៈក្នុងគ្រួសារច្បាស់ជារញ៉េរញ៉ៃឯងរៀបចំវះកាត់ទៅណែខ្ញុំត្រូវជួបជាមួយវិជ្ជាមនិតវះកាត់នោះលោកប្រកាសជាទៅគេបោកប្រាស់ខ្ញុំនឹងបោកកាត់ស្បែកមុខមាត់របស់គាត់ដែលគេបានលាក់ពុតធបុតឡាលីតើលោករអ៊ូអីហ្នឹងខានចុះតែ3ឆ្នាំសោះលោកបែរជាកាយដំម្លឹងផងតាមពិតទៅអ្នកគ្រូទេហ៎អ្នកគ្រូពេទ្យហួរអំឡុងពេលដែលអ្នកគ្រូបាត់ខ្លួន3ឆ្នាំនេះវិជ្ជាមនិតអង្គភាពងងឹតខ្លាំងណាស់អ្នកគ្រូបតនាខ្ញុំពិតជានឹងអ្នកគ្រូខ្លាំងណាស់ណែបើជាគ្រូពេទ្យតែម្នាក់គាត់ដែលវះកាត់បានជោគជ័យណាខ្ញុំដឹងហើយតែលោកបញ្ញាប់ដល់ដៃចឹងទៅណែអ្នកគ្រូហួរតើខ្ញុំអាចធ្វើជាជំនួយការរបស់អ្នកគ្រូដែរទេហ្នឹងចាំមែនសូមចូលរួមអបអរផងលោកប្រធានសៀវការវះកាត់ជោគជ័យហើយឥឡូវមានស្ថិរភាពហើយគឺអ្វីធម្មតាទាំងអស់រួចខ្ញុំផ្ទេរគាត់ទៅកាន់បន្ទប់ ICU ដើម្បីតាមអរិយាពេល24ម៉ោងខ្ញុំអរគុណហើយណែសឺហ្វាំងអ្នកគ្រូពេទ្យតែអ្នកគ្រូពេទ្យការស្អីហ្នឹងមិនឯទេគាត់ប្រហែលជាហត់ពេកហើយវះកាត់មួយរយៈនេះបានប្រព្រឹត្តអស់ទៅ10ម៉ោងឯណោះឲ្យគាត់សម្រាប់ទៅសៀវជីឯងប្រញាប់នាំគេទៅសម្រាប់ផ្ទះទៅទីនេះទុកឲ្យម៉ាក់ចោឆាប់ទៅបានថាម៉េចលោកចាស់និយាយថាលោកតាគឺជាសៀវហ្វឹងជាអ្នកវះកាត់ឲ្យតើហើយខ្ញុំបានឃើញនៅបន្តភ្នែកទៀតផងគេនឹកឃើញហើយគេនឹកឃើញឡើងវិញទាំងអស់ខ្ញុំបានខិតខំយ៉ាងនេះតម្រាំតែបានគ្រប់យ៉ាងខ្ញុំនឹងមិនអាចឲ្យទៅវាវិញឡើយហួចឈិញឈិញនាងគួរតែបាត់ខ្លួនជារៀងរហូតលោកប្តីលោកប្តីបងអាប់អូនមែនប្តីសម្លាញ់ណែចៅឯងគឺថាលោកម្ចាស់ហៅបានផ្ញើលិខិតអញ្ជើញចៅឯងនិងអ្នកស្រីទៅពិធីជប់លៀងផ្ទះរបស់គាត់ចេញទៅបាទអាយ៉ាអើយផ្ទះគ្រួសារហៅខ្ញុំចង់ទៅហ៎បងហានយប់នេះខ្ញុំស្អាតឬអន់ស្អាតណាស់គ្រួសារហៅចង់ឲ្យខ្ញុំរៀបការជាមួយនឹងសៀយិតរហូតតែក្នុងចិត្តខ្ញុំមានតែបងម្នាក់ប៉ុណ្ណឹងឲ្យតែបងស្នងតំណែងគ្រួសារសៀននឹងគ្មានអ្នកណាអាចបំបាក់យើងបានឡើយអញ្ចឹងតើសៀវយានិងសៀហ្វឹងពួកគេមកដែរទេបើកន្លែងផ្សេងមិនច្បាស់តែបើផ្ទះគ្រួសារហៅនាងប្រកាសជាមកនោះពួកគេមែនទេមើលទៅពួកគេមកដល់ហើយគេជាអ្នកណានឹងអ្នកក្បែរគាត់នោះគឺជាអ្នកណាទេអំឡុងពេលនាងបាត់ការចងចាំនាងពីនឹងស្លាប់ដោយសារញ៉ាំស្ករសម្លេងនាងហ៊ានបំពល់ក្នុងស្ករសម្លេងផងហីនាងដាក់ថ្នាំក្នុងស្ករសម្លេងថែមទាំងរសជាតិស្វាយទៀតអរគុណតើហើយអ្នកស្រីចាប់ភ្លក់ទៅនេះជាស្ករសម្លេងខ្ញុំធ្វើដោយផ្ទាល់ដៃលោកធ្វើបាក់មកគ្រួសារសៀវអស់ហើយឆាប់យកវាទៅខ្ចប់ឲ្យស្តង់ដារបន្តិចមកមកជាមួយយើងមកអើយមិនបានជាមិញទៀតហើយខ្ញុំស្គាល់អីឬអន់ហេនេះអ្នកលក់ត្រែងតែប្រមលុយស៊ីហ្វ្រីផឹកហ្វ្រីនៅក្នុងកម្មវិធីគេទីមែនទេប៉ាម៉ាក់នេះមិនចាំប្រដៅមែនចាំខ្ញុំប្រដៅនាងជួនាងស្រីថោកទៀមនាងនឹងហើយនាងមិនក៏ផ្ទះគេអញ្ចឹងផ្ទះលោកទៀននាងដឹងថាយើងជាអ្នកណាឬអន់យើងមិនដឹង
ម៉ាមនុស្សអ្នកនាងចង់នាងជាអ្នកណាទៅនាងជាអ្នកណាទៅហេផ្ទះពួកគេទៅក៏មកផ្ទះខ្ញុំអី5 free 1នៅផ្ទះរបស់ខ្ញុំមិនឲ្យអ្នកណាធ្វើបាបបានឡើយនាងជាអ្នកណានាងស្រីលក់ត្រីមិនក៏ហ៊ានធ្វើបាបគ្រួសារធំៗចេះតែបុនអញ្ចឹងចង់ផ្ទះគឺផ្ទះឲ្យចាំសួរពីសមាជិកភាពនាងអានអ្នកណានៅពីក្រោយទៅអ្នកស្រីសៀទេអីហើយចាបើមិនតែពិតជាមិនស្គាល់គ្នាមែនថាតើអ្នកស្រីនិងខ្ញុំមាននិស្ស័យជួបគ្នាម្ដងហើយកូនចង្រៃឯងនេះមកបង្កើតឯងមកគ្មានភ្នែកទេអីសូម្បីតែអ្នកស្រីសៀក៏ឯងហ៊ានកោដៃឯងនេះបង្ករឿងតែរហូតមកតែផ្ទះវិញហេអ្នកស្រីខ្ញុំឲ្យនាងទៅហើយឬនៅហ្នឹងនាងឈ្មោះយ៉ាងអ៊ីងជាកូនស្រីអ្នកថាសួររបស់គ្រួសារហើយមិត្តដែលខ្ញុំទុកចិត្តបំផុតប៉ុន្តែនាងបាច់ជាឆ្លៀតឱកាសពីការទុកចិត្តរបស់ខ្ញុំបាច់ជាក្បត់ខ្ញុំវិញនាងដឹងទេថាសត្វមកក្បាលដែលវាដឹងខុសហើយវាចេះកែខ្លួនគឺជារឿងដែលល្អបំផុតនាងមើលទៅហេណែចង់រត់ផងចៅវាយខ្ញុំជូនដំណើរនាងណាមិនទទួលឲ្យឆាប់និយាយអរគុណទៅលែងជិងអ្នកថាសួនជាងទីនេះណែតែជាអ្នកណាគេនឹងហ៎ណែអ៊ីងទីបំផុតប៉ះរកូនឃើញហើយណាអ៊ីងមកនៅកូនខ្លាំងណាស់នេះពួកគេត្រូវជាស្អីទៅអ្នកស្រាយពីអ្នកនឹងនិយាយពីអីនឹងគេហៅនាងថាកូនហើយខ្លួនគេជាប៉ាម៉ាក់ទៀតផងក្រែងនេះជាអ្នកនាងធំគ្រួសារហើយនោះអីសិនតែសឹងណែហេអ្នកសម្រាប់ពីអ្នកនេះមកពីណាចាប់ឲ្យពួកវាចេញទៅអ៊ីងកូនថាទៅមិនបានធ្វើបាននាងធំទេនិយាយការពិតទៅកូនអ៊ីងគ្រួសារឲ្យគេល្អដាក់ពួកយើងណាកូនមានចិត្តកតញ្ញូបន្តិចទៅអ៊ីងទៅផ្ទះយើងវិញទៅកូនខ្ញុំមិនស្គាល់ពួកគេទេមិនបានខ្ញុំមិនចាប់ឲ្យពួកគេចេញទៀនទៅផ្ទះយើងវិញទៅកូនអ៊ីងមកទៅមកអ៊ីងលេងយើងទៅលេងយើងអីឡើងគ្រួសារហើយមានបញ្ជីសម្ព័ន្ធញាតិមាសមួយដែលលាក់ទោសក្នុងប្រអប់សិភៅមានតែអ្នកស្នងត្រកូលប៉ុណ្ណោះដែលដឹងអ្នកផ្សេងគ្មានអ្នកណាដឹងឡើយសម្ព័ន្ធញាតិនេះគឺនិយាយពីសកម្មភាពទុកឲ្យអ្នកស្នងតំណែងមានសិនពេលលោកតាឥឡូវនេះដល់វិញខ្ញុំហើយឈិងខ្ញុំដឹងថាពេលដែលឯងមានការចងចាំវិញឯងនឹងមករកផោះតាំងនៅផ្ទះអង្គរាមានចាចូលក្នុងបន្ទប់សិភៅចាប់វាឲ្យជាប់ហើយយករបស់នោះមកវិញហើយឈិងនេះគេហៅថាស្និតបញ្ឆោតកណ្ដុរឲ្យចុលអន្ទះជាអ្វីដែលឯងបានបង្រៀនយើងពួកយើងចេញទៅសិនទៅមានរឿងស្អីចេះជួយទៅមើលហ៎មិនសុកសងស្រាប់តែដាច់ភ្លើងអញ្ចឹងសម្រាប់ជំនាញអ្នកចូលមកហើយតាមរកឲ្យឃើញណាតោះកុំកំរើសំតឹងខ្ញុំមិនចង់ឲ្យអ្នកណាមកចូលចិនតំណងជារត់ចេញតាមមកងួយហើយឆាតាមទៅចាំឲ្យគេមកចូលភ្លើងតាមក្រោយនេះជាសិភៅដែលប៉ាខ្ញុំចូលចិត្តជាងគេកាពីគាត់នៅរស់តែខ្ញុំក៏ចូលចិត្តសិភៅនេះដែរនេះជាក្លិនអីនឹងក្លិនអាកុលនៅពេលដែលស្រាឡើងកំហាប់ខ្ពស់យកមកចាក់លើទឹកកកនោះកាលពេលយើងស្រូបជាតិអាកុលទៅវានឹងចូលទៅក្នុងសរសៃឈាមយើងធ្វើឲ្យយើងស្រវឹងសន្លឹមកន្លែងបាត់ចិត្តអញ្ចឹងជាតិអាកុលមិនអាចសាយភីឡើងទៅលើទេអាចនឹងទោសបានអញ្ចឹងមកពួកយើងស្លាប់គឺមកពីការស្រូបជាតិអាកុលពេកឬក៏ដោយសារផ្ទុកអីនឹងហើយទៅយើងទាឆាត់ម្លេងតែគួរឲ្យអាណិតណាស់ក្នុងលោកនេះយប់នេះគឺមានតែមនុស្សឆ្លាតពីអ្នកប៉ុណ្ណឹងប្តីប្រពន្ធពីអ្នកឯងនេះផឹកស្រាស្រវឹងងប់ងល់ដល់ផ្ទះគ្រួសារហើយយើងហើយផោះតាំងគ្រប់យ៉ាងក៏រលាយអត់ដែរហើយពេលនេះគ្រួសារសៀវមិនត្រូវសងសំណងការខាត់បងទាំងអស់មកឲ្យយើងដែរពេលនេះបញ្ជីសម្ព័ន្ធញៀននៅក្នុងដៃយើងហើយ
ចាំឲ្យតែហើយឈិញងំយើងនឹងអញយកវាមកមើលថែបានហើយចាប់បបពីអ្នកនេះឲ្យឆេះស្លាក់ជាមួយពួកវាទៅអីបាននឹងខុសហើយកូនអស់លេងពួកយើងទៅចាប់ទៅពេលនេះទៅប៉ាឈប់រំខានកូនទៀតហើយល្អដែរទីកូនអីនេះម៉ាក់គឺជាម៉ាក់កូនណាតាំងពីតូចមកគឺម៉ាក់ស្រឡាញ់កូនស្ទើរតែស្លាប់ទៅហើយអ្នកទាំងពីរមកធ្វើជាឆ្អឹងទៅទាំងកភាពជោគជ័យរបស់យើងធ្វើអីយើងអាចអង្គុយលើបល្ល័ង្កកំណត់មហាសាស្ត្ររកូលហើយនេះលុះត្រាតែអ្នកទាំងពីរងាប់បាញ់ស៊ីយីជាតែកសបណ្ណាហើយសន្យានឹងខ្ញុំពេលអីហើយលោកត្រូវតែភ្ជាប់ពាក្យជាមួយនឹងខ្ញុំសវឹងហើយហ៎ស្អីហ្នឹងយល់ខ្ញុំយល់ផងស៊ីយីខ្ញុំស្រឡាញ់លោកហើយខ្ញុំថាម៉េចលោកប្តីបើអញ្ចឹងថាម្ដងទៀតមកស្រីខ្លារខិននាងធ្វើអញ្ចឹងខ្ញុំដោះលែងនាងយ៉ាងម៉េចទៅអរគុណចាត់ការទៅទទួលបញ្ជា5នាទីក្រោយនឹងដល់ពេលកំណត់ដែលចរន្តអគ្គិសនីវានឹងចាប់ផ្ដើមផ្ទុះភ្លាមណាស់ហើយចង់ងាប់បែប VIP ទាំងអស់នេះចង់បន្ទោសគួរបន្ទោសគ្រួសារសៀវពួកគេឈ្គត់ឲ្យតែដឹងនាំគ្នាសម្លឹងខ្ញុំស្អីអញ្ចឹងពេលនេះបញ្ជីសម្ព័ន្ធញាតិគ្រួសារហើយនៅក្នុងដៃរបស់យើងឲ្យតែហើយឈិញងាប់បាញ់យើងអាចបាត់យកកំណត់ទាំងនេះមកថែបានហើយឆាប់ទៅឆាប់បច្ចាភ្លាមទៅអ្នកណាក៏បិទមិនបានដែរកុំចេះតែបិទអីសោះណាហើយឈិញជួយឲ្យនឹងមើលសត្រូវអូនកំពុងមើលមកហើយប៉ាដឹងខុសហើយកូននេះគឺជាម៉ាក់កូនណាតាំងពីតូចមកម៉ាក់ស្រឡាញ់កូនស្ទើរលេបទៅហើយអ្នកទាំងពីរមកធ្វើឆ្អឹងទៅទាំងកភាពជោគជ័យខ្ញុំធ្វើអីខ្ញុំអាចអង្គុយលើបល្ល័ង្កកំណត់មហាសាស្ត្ររកូលហើយនេះលុះត្រាតែអ្នកទាំងពីរងាប់បាញ់ខ្ញុំអាចអង្គុយលើកំណត់មហាសាស្ត្ររកូលហើយនេះលុះត្រាតែអ្នកទាំងពីរងាប់បាញ់5នាទីក្រោយដល់កំណត់ហើយដែលចរន្តអគ្គិសនីនឹងបំផ្ទុះហើយពួកវាទាំងនោះនឹងងាប់ភ្លាមងាប់បែប VIP ទាំងនេះចាំបន្ទោគ្រួសារសៀវទៅស្រីល្ងើនេះខ្លាញ់ខ្លួនជាកូនគ្រួសារហើយចាំមកផ្ទុះពួកយើងស្លាប់ទៀតចង់ធ្វើបាបពួកយើងទាំងអស់គ្នាសុំស្ងាត់បន្តិចនេះជាផ្ទះខ្ញុំហើយឈិញខ្ញុំធានាដល់កិត្តិយសគ្រួសារហើយនឹងគ្មានអ្វីកាត់ឡើងឡើយគ្រប់គ្នាទៅចិត្តចុះផែនការទាំងអស់របស់ចឹងអ៊ីខ្ញុំមក5នាងហើយតាំងពីយូរមកហើយសំបីតែបងក៏ក្បាត់ខ្ញុំដែរលោកស្រីច្បាស់ជាមិនភ្លើទេតាក់ទងនឹងរឿងនេះប៉ាខ្ញុំហត់ខ្លាំងណាស់ដើម្បីខ្ញុំនាងគេថាខ្ញុំចាញ់ល្បិចនាងហ៎គាត់ប្រកាសខ្ញុំចាញ់ល្បិចនាងទេតែបើបានសន្យានឹងខ្ញុំហាញ់តែពីដើមមកនាងលំងខ្ញុំដោយភាពជាបងប្អូនខ្ញុំក៏ទទួលយកតែនាងនៅតែជឿពាក្យសម្ដីមនុស្សខ្ញុំទៀតខ្ញុំប្រាប់នាងខ្ញុំដេកជាមួយស្រីមិនតិច80នាក់ទេមានតែម្នាក់គត់ដែលជួយខ្ញុំស្បត់ហើយថានឹងស្មោះត្រង់ចំពោះគ្រួសារហើឈីងខ្ញុំស្បត់បែបនេះណាឯងពិធីជប់លៀងនៅយប់នេះដើម្បីបង្កើតជាផ្លូវការរបស់អ្នករាល់គ្នាថាហើយឈីងជាភរិយារបស់ខ្ញុំទេកុំស្ដាប់សម្ដីគេនៅដៃរបស់ខ្ញុំមានបញ្ជាញាតិគ្រួសារហើយខ្ញុំទៅជាគ្រួសារហើយបាត់ប្រកាន់មនុស្សបាក់ប្រាយ៉ាងអ៊ីងតាមបាត់បញ្ជាសម្ព័ន្ធញាតិនោះវាគ្មានបាត់ឡើយទាំងនេះគឺចង់ឲ្យនាងបញ្ចេញមុខមាត់ប៉ាត់ប៉ុណ្ណឹងមិននឹងអាចទៅវាប្រកាសជាមានកលិះសម្ងាត់អីហើយក្នុងនោះគឺមានសម្បត្តិកំណត់របស់ខ្ញុំប៉ាម៉ាក់ខ្ញុំរក្សាវាទុកមិនមែនដើម្បីប្រយោជន៍គ្រួសារឡើយតែវាជាក្តីស្រឡាញ់ប៉ិនប៉ិនមិននឹងអាចទៅរួចទៅប៉ែម៉ែខ្ញុំមិនធ្វើអ្នកទាំងពីរខកចិត្តឡើយខ្ញុំការពារគ្រួសារហើយយើងបានហើយចាំងអ៊ីងខ្ញុំបានបដិបលិរួចហើយសំណាញ់ច្បាប់ញឹកណាស់នាងមិនអាចគេចផុតពីការផ្ដំទាទោសឡើយស្រីថោកទៀមបើយើងចាំនាងកុំគិតថាបានសងនោះពេលគិតស្រីអាក្រក់នេះវាខ្លាចទៅជាលោកស្រីនោះពេលយកទៅគេសម្បត្តិអាក្រក់ខ្លាំងណាស់ណាទុកនឹងហាមនាងទៅឲ្យនាងប្រឈមមុខនឹងផ្លូវច្បាប់យកនាងចេញទៅពួកឯងចាំធ្វើស្អីលេងយើងទៅអ្នករកគ្នាខ្ញុំបាត់បង់គ្រប់យ៉ាងកាលពីមុនប៉ុន្តែពេលនេះខ្ញុំយកបានមកវិញមិនមែនមកអួតបង្ហាញអ្វីឡើយប៉ុន្តែគ្រាន់តែចង់ប្រាប់អ្នកជួបប្រទះភាពអយុត្តិធម៌របស់ជារបស់អ្នកគួរតែយកមកវិញនូវភាពទៀងត្រង់
សូមរីករាយជាមួយអាហារពេលល្ងាចចាប់ពីពេលនេះទៅគ្រួសារឲ្យខ្ញុំនឹងបើកទំព័រជីវិតថ្មី ឡោចវាយយល់ថាអ្នកស្រីដូចជាមានការជជែកអភ័យដែរទេហ្នឹងណាឲ្យនាងអញ្ចឹងចុះឲ្យនាងធ្វើតាមចរិតនាងទៅខ្ញុំចូលចិត្តនាងអញ្ចឹង សៀយា នាងហត់ហើយនាងធ្វើបានល្អណាស់ដឹងទេចាំខ្ញុំនាំនាងទៅផ្ទះចុះ ក្តាច់នេះជួយខ្ញុំផង ចង់ជួយដល់របៀបណាពាក់កណ្ដាលខ្លួននាងពេលនេះគឺសុទ្ធតែឡើងចិត្តអកលអស់ហើយ លោកជួយយ៉ាងម៉េចក៏បាន ហើយខ្ញុំថាម៉េច លោកប្តី ចូលចិត្តខ្ញុំដែរទេ ចូលចិន ស្រឡាញ់ខ្ញុំទេមិនបាននិយាយទេខ្ញុំទទួលដឹងហើយ ហើយចេញគឺយកមិននេះជាអ្នកបង្ខំខ្ញុំទេណាដឹងទេ ក្តាច់នេះជួយខ្ញុំផងតិចអស់ហើយខ្ញុំស្រវឹងអាក្រក់បែបនេះផងសុំទៅផងសៀយា ហើយខ្ញុំថាម៉េច អាកេនយូសៀវខ្ញុំត្រូវស្ដារគ្រួសារឡើងវិញសិនខ្ញុំមិនអាចបណ្ដោយខ្លួនក្នុងរដូវស្នេហ៍នេះបានឡើយមករយៈនេះខ្ញុំរំខានពេកហើយខ្ញុំទៅសិនហើយសៀហ្វឹងតេឈិងនេះកូនមិនសនុកចិត្តរស់នៅទីនេះមែនទេឬក៏អាហារមិនត្រូវចិត្តកូនទៅប្រាប់ម៉ាក់មកណាម៉ាក់នឹងកែប្រែមិនមែនទេម៉ាក់ជាម៉ាក់ក្មេងល្អបំផុតខ្ញុំទេដែលគ្មានសំណាងខ្ញុំនឹងគេគ្រាន់តែអាពាហ៍ពិពាហ៍កិច្ចសន្យាប៉ុណ្ណោះពេលនេះដោះស្រាយគ្នារួចហើយក៏ដល់ពេលដែលខ្ញុំត្រូវទៅវិញដែរ ហើយយ៉ាប្រពន្ធកូនកូនរក្សាមិនបានដែរកូនធ្វើឲ្យ master តែខ្យល់ទៅហើយ មុននឹងឃើញចេញអូវ៉ាលីចេញទៅមានរស័យមែនទេតែដឹងគ្រប់រឿងទាំងអស់ហើយហើយចៅស្រីតានេះគាត់នឹកខ្លាំងណាស់ណាបើឯងនាំចេញត្រឡប់មកវិញមិនបានទេតំណែងអ្នកស្នងមរតកតកូលសៀវនោះឯងកុំសប្បាយឲ្យសោះហេលោកតាអាចពិចារណាខ្ញុំបានដែរទេលោកតាខ្ញុំតកូលសៀវដែរតាអើយឯនេះខ្ញុំមិនចូលចិត្តពួកតាមត្រជើងគ្មានខួរក្បាលដូចជាពួកឯងយូរមកហើយខ្ញុំនេះភក្តីភាពគ្រួសារហើលោកនឹងឲ្យសំជាពួកតាមលើកជើងគេនោះគឺដំណាប់លេងមួយតែម្ដងហើយកុំនិយាយព្រេះប្រាស់ខ្ញុំអត់មានអញ្ចឹងទេជ្រុះទូរស័ព្ទហើយរកបន្តិចសិនអ្នកទាំងអស់គ្នាក្នុងរយៈពេល3ឆ្នាំចាប់តាំងពីខ្ញុំឃ្លាតទៅខ្ញុំរៀនបានរឿងមួយប៉ុណ្ណោះអ្វីដែលមិនអាចយកឈ្នះយើងបានគឺជាសមិទ្ធផលដ៏ល្អបំផុតពេលនេះខ្ញុំនឹងប្រកាសជាផ្លូវការនៅកត្តា3ទី1យកមកវិញនូវទ្រព្យសម្បត្តិដែលបានផ្ទេរទាំងអស់ទី2កសាងក្រុមប្រឹក្សាពិបាលឡើងវិញទី3ចាប់ពីពេលនេះទៅក្រុមហ៊ុនហើយនិយាយពីសមត្ថភាពប៉ុណ្ណោះខុសគោលការណ៍គ្មានការលើកលែងរំសាយកិច្ចប្រជុំណែមិនក៏គេធ្វើអញ្ចឹងត្រូវហើយមិនក៏គេធ្វើអញ្ចឹងហ៎សួយឲ្យក្រុមហ៊ុនសៀវកើតរឿងធំហើយក្រុមហ៊ុនសៀវមានអ្នកបដូរតំណែងហើយសៀវហានឡើងជាអ្នកស្នងតំណែងសៀវយកខ្លាចជាមនុស្សពិការភ្នែងណែហើយសួយឲ្យពួកយើងបុកត្រូវគេហើយសៀវអរគុណដែលនាំខ្ញុំចូលនៅផ្ទះគ្រួសារហើយដល់សប្បាយចិត្តចុះសៀវហានមិនហ៊ានធ្វើអ្វីលោកឡើងទុកថាខ្ញុំជប់ឆ្មាស់វិញផ្លូវលោកអាចជួយខ្លួនឯងបានឬអត់ចាំខ្ញុំសាកសិន
ណែ ទុកឲ្យខ្ញុំធ្វើវិញខែបងព្រមស្ងួតរួចរាល់ថ្ងៃស្អែកទិញខែដៃថ្មីឲ្យបង រំខានដល់អូនហើយ ចាប់ពីពេលនេះទៅបងមិនមែនជាអគ្គនាយកសេវអីទៀតទេគឺជាឆ្មានៅតាមចិញ្ចើមផ្លូវដែលខ្ញុំរើសមកចិញ្ចឹមថ្ងៃក្រោយឲ្យបងថាកូនឆ្មារខិនក ូនឆ្មារខិនមែនទេ នេះជាបន្ទប់ខ្ញុំបន្ទប់នេះរៀបស្អាតបានបងដៃសិនចា កុំទៅឲ្យបងតបស្នងអូនសិន បងចង់តបស្នងយ៉ាងម៉េច អូនទទួលបងមកចិញ្ចឹមបងនឹងបម្រើអូនឲ្យបានល្អ ថ្ងៃនេះប៉ុណ្ណឹងសិនទៅចា ឡោះថ្ងៃស្អែកពួកយើងបន្ត នេះគេយ៉ាងម៉េចនឹងឬមួយក៏មានបញ្ហាភ្នែកអ្នកអាចធ្វើឲ្យមុខងារខាងនោះកាន់ឡើង ហេឡូលោកប្រុសយុទ្ធសាស្ត្រខ្វាក់យ៉ាងម៉េចដែរទៅបានចូលមករស់នៅក្នុងផ្ទះហើយតែនាងដូចជានៅមកខ្វល់ទេមានអារម្មណ៍នៅឆ្ងាយពីយើងជំហានបន្ទាប់យើងធ្វើយ៉ាងម៉េចពេលនេះលោកស្រីគឺលោកស្រីអ្នកមានលោកស្រីប្រកាសជាចូលចិត្តកូនឆ្កែដែលសុភាពហើយស្ដាប់បង្គាប់ទៀតផងសុភាពស្ដាប់បង្គាប់ហើយកូនឆ្កែហ៎ ខ្ញុំចេញទៅក្រុមហ៊ុនមានការអីតែមកបាន បងនឹងស្ដាប់តាមបង្គាប់រងចាំអូនត្រឡប់មកវិញលោកប្រុសទាំងនេះពិតជាប្រកាសបានមែនអាយ៉ាលោកស្រីគាត់លេងត្រូវការលោកប្រុសហើយចាត់ទុកថាសេះងាប់ជាសេះរស់ព្យាបាលទៅបើមិនចេះនិយាយទេចេញទៅលោកប្រុសឥឡូវមើលគាត់មានបង្ហោះអីឬក៏អត់គឺមើលផងទៅលោកប្រុសនៅតែពុតផ្លែឈើសាច់ទុនដ៏សែនឆ្ងាញ់គាត់ថាលោកប្រុសចាស់ព្រីកពីមកដល់តកាលថ្ងៃអនាគតមានតម្លៃនៃការរងចាំហាគាត់ចង់លេងលះហើយខ្ញុំចូលចិត្តខ្យល់ស្រូបខ្លួននៅពេលយប់និងព្រលឹងដែលមានសេរីភាពបំផុតចូលចិត្តផ្កាយនៅឆ្ងាយគាត់ចង់រត់ដៃគូ4នាក់ចុះឯងឈរនៅទីនេះធ្វើអីឆាប់ទៅរកតកូលហួឈីនោះទៅបើក្បែរខ្លួននេះមានមនុស្សប្រុសឆាប់អមេរិកាឲ្យយើងបាទបានខ្ញុំដឹងហើយខ្ញុំក៏នឹកដែរអញ្ចឹងពួកយើងជប់នេះញ៉ាំបាយជាមួយគ្នាទេខ្ញុំបានទិញកបាត់កោឲ្យល្មមចាំខ្ញុំយកទៅឲ្យអាលោកប្រុសមានរឿងហើយលោកស្រីបានណាត់ប្រុសក្មេងទៅញ៉ាំបាយជាមួយគ្នាទៀតផងនៅជួនកបាត់កោដល់គេទៀតអាឡូយប់នេះខ្ញុំមិនបានទៅញ៉ាំបាយផ្ទះទេឡោខ្ញុំដឹងហើយអញ្ចឹងឆាប់ត្រឡប់មកវិញអាហារនៅខាងក្រៅឆ្ងាញ់ប៉ុណ្ណាក៏អត់មានសុវត្ថិភាពដូចក្នុងផ្ទះដែរនាងញ៉ាំជាមួយអ្នកដទៃត្រូវមានវិធានការការពារល្អខ្ញុំនិយាយនាងត្រូវតែប្រយ័ត្នតិចកុំធ្វើប្រហែលអសោះណាត្រូវតែមិនបានជាលោករំលឹកខ្ញុំឲ្យប្រុងប្រយ័ត្នរហូតអញ្ចឹងលោកបង្កប់មានតាមផ្លូវខ្ញុំតែសន្តាគារតែដឹងមិនមែនទេខ្ញុំគ្រាន់តែប៉ុណ្ណឹងចាតែវិញចាំនិយាយទៀនលើកនេះមិនមែនខ្ញុំនាំនាងត្រឡប់មកផ្ទះលើកនេះខ្ញុំមកចាំនាងមកផ្ទះតែម្ដងគឺមានតែល្ងងទេដែលចាំនៅទីនោះរបស់ដែលសេឈិញត្រកាគឺដណ្ដើមយកមកដោយខ្លួនឯងលោកប្រុសខ្ញុំបានរកមនុស្សគ្រប់ហើយថ្ងៃនេះត្រូវទៅបាយអាប្រុសនោះហើយយកមកឲ្យលោកប្រុសវិញគឺយកមកវិញឲ្យតតែបានឯថាតែមើលលោកប្រុសដឹងថាលោកស្រីនៅខាងក្រៅមានសហាយមិនក៏គាត់នៅតែមិនដាច់ចិត្តឆ្លោះគ្នាជាមួយនឹងលោកស្រីទៀតឯនិយាយទៅមើលនេះគេហៅថាយ៉ាងម៉េចទៅឆ្កែតាមលិតគេឯងខួជ្រុកមែនទេហ៎នេះហៅថាក្តីស្រឡាញ់ពិតញ៉ាំបាយជាមួយមនុស្សប្រុសផ្សេងសប្បាយចិត្តយ៉ាងម៉េចសប្បាយចិត្តឬអន់ហេតុអីត្រូវការមនុស្សស្រីចងខ្សែក្រវ៉ាត់ឲ្យបើឯងមិនត្រូវការដៃគូយ៉ាងនេះអញ្ចឹងជួយឯងចាំមើលចុះហ៎សៀតងបាត់ថ្លៃអើយរយច្រើនម្លេះប្រពន្ធសម្លាញ់អូននៅដៃទេហ្នឹងមិនបានជាបងម៉ាំងអង្គុយទីនេះសិនទេម៉ាំងបងមិនប្រយ័ត្នបានធ្វើអាចារ្យក្នុងផ្ទះបាយហើយឃ្លានពេកមិនបានញ៉ាំអីក៏តាមមករកអូនទៅសុំទោសណាប្រពន្ធសម្លាញ់បងរំខានអូនទៀតហើយណាសុំទោសផងចុះណាហើយបងថ្លៃក៏អាណិតមែនមកញ៉ាំស៊ុបមាន់បន្តិចទៅឡអរគុណហើយណែបងថ្លៃបងមិនដៃទេទេតឹងមិនក៏ធ្វើបាបបងថ្លៃអញ្ចឹងមិនខ្ញុំណែហើយលើប្រុសលោតចូលបាំងស៊ីមនុស្សនៅក្នុងហាងសិតតែអាចផឹកតែឡំចេញបានហើយម៉ា
បងស្រីខ្ញុំមានកាដូជូនបងដែរ អេយ៉ាងម៉េចនឹង កាយគាត់មើលមិនឃើញមែនទេមិនមែនធ្វើខ្វះទេហីសៀវឈិញគេជូនរបស់ស្អីឲ្យអូនហ្នឹងហ៎ សេតង់អញឲ្យរបស់នេះមកបងធ្វើអី បងស្រីបងចេញក្រានបន្តិចខ្ញុំលក់បាត់ដល់បងស្រី អញ្ចឹងបងនៅទីនេះចាំអូនសិនទេ ល្អគឺពិតជាថាខ្ញុំចាស់មែនបើជារត់តាមជាមួយប្អូនប្រុសដែលមិនមែនសាច់ឈាមតែមួយចាប់ហើយលើប្រុសលេចមុខបែបនេះចេញមកឡើយនោះច្បាស់ជាគ្រោះច្រើនជាងលៀបហើយ យើងមើលតែឯរបស់ស្បែកតែដឹងបានជាយករបស់ទាំងនេះមកឯងគិតថាបងជាមនុស្សប្រភេទយ៉ាងម៉េច អាយ៉ាបងស្រីបងមើលទំហំមិនច្បាស់ទៅនេះគឺរបស់មនុស្សប្រុសពាក់ទេ មិនខុសទេបងគឺជាមនុស្សបែបនោះឯង យ៉ាងណាភ្នែករបស់បងថ្លៃមើលមិនឃើញទេបងយប់នេះលួចពាក់ឲ្យគាត់ទៅបងថាតែមើលសប្បាយប៉ុណ្ណា ល្អណាស់អលអិនឯងពិតជាមិនចិត្តកតញ្ញូមែន ណែលោកប្រុសហេបងថ្លៃឈប់សិនឈប់បាយទៅបងថ្លៃឈប់បាយទៅឈប់បាយទៅបងថ្លៃឈប់បាយទៅបងថ្លៃឈប់បាយទៅបងថ្លៃយើងនឹងវាយងាប់អាប្អូនប្រុសដែលមានអំណងលើបងស្រីអារបស់មិនចេះខ្មាស់គេមិនមានសាច់ឈាមនឹងគ្នាអាចបង្កើតជាប្តីប្រពន្ធបានហើយនេះអ្នកណារៀបគេក៏មិនបានដែរយើងនឹងស្លាប់គេ លោកប្តី អូនហៅបងថាម៉េច លោកប្តី អូននឹងឃើញហើយ បងឈប់ធ្វើខ្វាក់ទេ គឺអូនមានចេតនាមែនទេហើយភ្នែកបងស្រីខ្ញុំមានរបស់ចូលខ្ញុំជួយមើលគាត់បន្តិចបាយជាវាយខ្ញុំទៅវិញមួយដៃ 50,000 អរគុណបងថ្លៃសង្ហាជាងគេជូនពួកបងស្រឡាញ់គ្នារាប់រយឆ្នាំឆាប់មានកូនបងប្អូនសម្លាញ់ចាក់ចេញពីអូននឹងដោះលែងអូនគឺបងមិនអាចធ្វើបានទេព្រោះបងស្រឡាញ់អូនទើបបានជាធ្វើខ្វាក់ភ្នែកដើម្បីចូលក្បែរអូនសុំទោសផងបងប្អូនសម្លាញ់បងខុសហើយណាឲ្យបងចូលទៅ បដូររួចហើយកូនឆ្មារខិន អូនចាំយប់នោះក្រោយពីអូនសពឹងហើយអូននិយាយស្អីដាក់បង ចាំបាននិយាយដាក់បងថាផ្កាយនៅលើមេឃពិតជាច្រើនមែនប្រច័នមកល្អផ្កាកន្លប់នៅក្នុងសួនក៏ក្រអូបខ្លាំង មើលទៅអូនមិនតែងក៏មិនចាំដែរអូននិយាយថាអូនស្រឡាញ់បង នោះគឺនិយាយពីដែលស្វាងស្រវឹង